តាំងចិន្តាតើអ្នកកាន់សិល5អាចចំអិនពងមាន់ពងទាបានទេបើទិញសុទ្ធនោះពីផ្សារទំនើបដែលគេដាក់នៅក្នុងម៉ាស៊ីនត្រជាក់ឲ្យប្រកាសថាវាមិនមានជីវិតមិនអីទេវាមិនមែនថាពងឬមិនពងឲ្យប្រកាសថាវាអត់មានជីវិតចម្លើយឆ្លើយបានតែប៉ុណ្្នឹងព្រោះអាត្មាវាមិននៅក្នុងពងមាន់ហ្នឹងឲ្យតែប្រកាសថាពងមាន់ពងទាហ្នឹងវាអត់មានជីវិតអញ្ចឹងណាមិនអីទេចន្ទធីលេងសួរថាចង់យកឆ្កែមកចិញ្ចឹមក្នុងផ្ទះថែទាំបីបាច់ដូចជាមនុស្សដែរតើមានកម្មពីអត់ចិញ្ចឹមវាដោយល្អមានកម្មពីអីបុណ្យតាកុំឲ្យតែចិញ្ចឹមវាយកទៅកាប់ស៊ីចិញ្ចឹមវាលក់អាហ្នឹងមិនមានទោសចិញ្ចឹមវាព្រោះស្រឡាញ់មានអីជាកុសលតាអត់អីទេយើងមិនក៏ចេះចិញ្ចឹមកូនកើតចិញ្ចឹមឆ្កែមិនបានជីវិតមួយដូចតែគ្នាតាគ្រាន់តែមួយថាឆ្កែតាជីវិតិន្ទ្រីមានឆ្កែមានមនុស្សអីវាដែននេះកៅខ្ញុំកណាផ្ញើទៅចូល Facebook លោកម្ចាស់គ្រូមានសំណួរមួយទៀតដោយអធិស្ឋានដែលខ្ញុំកណាមិនអាចសួរនៅទីនេះបានសូមម្ចាស់គ្រូជួយបើកមើលផងខ្ញុំកណាចង់សារភាពច្រើននិយាយឲ្យខ្លីជាតិនេះជីវិតខ្ញុំកណាបានមកពីម៉ែឲ្យតែការគិតត្រូវនិងធ្វើត្រូវបានមកពីស្ដាប់លោកម្ចាស់គ្រូនេះហើយបងសាធុឈ្មោះដានីកៅហ្នឹងឯងចាំស្មាបើកមើលបងចន្ទធីបុណ្យសួរថាតើការយល់ធម៌អ្វីឲ្យល្អសម្រាប់ជីវិតមនុស្សនឹងធម៌ដែលល្អសម្រាប់ជីវិតមនុស្សគឺធម៌ណាដែលយើងអាចពិសោធន៍បានធម៌ដែលនិយាយពីជីវិតនឹងតែម្ដងបញ្ហាផ្លូវចិត្តនឹងពីជីវិតនឹងហើយនៅក្នុងវិស័យដែលយើងអាចគិតអាចពិសោធន៍បានរហូតពីយើងពិសោធន៍បានវាមិនមែនថាមិនល្អទេវាខាតឧទាហរណ៍ចង់ដឹងនរកប្រែតយមយៈទេវតាអរិយភ្នំអីហ្នឹងយើងដឹងវាមិនបានវាមិនត្រឹមតែអត់ប្រយោជន៍ទេវាខាតទៅទៀតនេះគឺព្យាយាមយល់ធម៌ដែលយើងពិសោធន៍បាននៅក្នុងជីវិតនឹងទៀតពិសោធន៍បានហើយគឺពាក់ព័ន្ធនឹងជីវិតនឹងពាក់ព័ន្ធនឹងការគិតពាក់ព័ន្ធនឹងការរស់នៅនឹងតែម្ដងស៊ីសវឿនលោកគ្រូសូមជួយពន្យល់អំពីវិធីតាមដានចិត្តផងមិនតន់ចង់ប្រាប់ថាត្រូវតាមដានមិនទេចង់ឲ្យព្យាយាមយល់ថាស្អីជាចិត្តនឹងឲ្យយល់ថាស្អីជាចិត្តសិនហើយចិត្តវាធ្វើការយ៉ាងម៉េចចំណៃរបស់ចិត្តនឹងស្អីទីអាស្រ័យរបស់ចិត្តនឹងស្អីទៅយល់អានឹងសិនបានយើងតាមដានបានវាយើងអត់តន់ស្គាល់ផងទៅតាមដានមិនកើតដូចទូនាទីប៉ូលីសមានទូនាទីតាមដានចោលតាមដានមនុស្សអាក្រក់អីចឹងវាទៅស្គាល់លក្ខណៈស្គាល់ trick ស្គាល់ស្អីរបស់មនុស្សអាក្រក់ហ្នឹងមិនតាមដានកើតបើមិនចឹងយើងចែកមនុស្សល្អមនុស្សអាក្រក់អត់បានចាប់ច្រឡំហ្នឹងហើយមិនតែភ្លឹបអូចាប់ចោលមិនពាក់តែអាវប៉ូលីសទៅចាប់មកអត់កើតទេឈ្មោះវិញធុនកណាស្ដាប់លោកម្ចាស់គ្រូពីរោះផងយល់ផងស្ដាប់ជារៀងរាល់ថ្ងៃកណាធ្វើការផងស្ដាប់លោកម្ចាស់គ្រូម្ចាស់ផងយប់រៀនអភិធម្មនិងបដិច្ចសមុបត្តិតែមិនតន់យល់អស់ទេបើធោសូត្រវិញកណាមិនតន់ចេះសូត្រទេសាធុមិនចេះទេអាធោសូត្រហ្នឹងសូត្រថ្ងៃក្រោយទៅចេះក៏ចេះទៅប៉ុន្តែសម្រាប់ជីវិតហ្នឹងធោសូត្រអត់សំខាន់ទេធោសូត្រដូចហ្នឹងអត់សំខាន់ទេហ្នឹងហើយអ្វីដែលសំខាន់ហ្នឹងគឺយល់ហើយធ្វើឲ្យជីវិតយើងស្រាលប្រសើរជាងមុនដោយវាចេញមកពីការយល់ពីក្នុងមកមិនបាច់សូត្រទេបើចង់រស់ស៊ីធ្វើអាចារ្យអីចាំចេះសូត្រចាស់បើតែមិនធ្វើលបធ្វើអាចារ្យអីទេមិនបាច់ចេះសូត្រទេបាច់ទេនៅណាថាយើងល្ងងងាស់អីទៅវត្តមិនចេះសូត្រគេអីថាកុំនៅក្នុងសម្ពាធហ្នឹងសំខាន់យើងដឹងថាតើគោលធម៌ពុទ្ធហ្នឹងបរិញ្ញាថាម៉េចហើយគូបដិបត្តិយ៉ាងណាអាហ្នឹងសំខាន់សូម្បីតែអាត្មាខ្លួនឯងហ្នឹងចិត្តភ្លេចអស់ហើយអាធัวម៉ាប់សូត្រនៅឲ្យសូត្រមុនតែឯងសូត្រមិនចប់ទេហ្នឹងដូចករណីយមេតសូត្រអីហ្នឹងឲ្យសូត្រតែឯងវិលចុះវិលឡើងប៉ិនបើអង្គុយបញ្យលអាហ្នឹងមានន័យថាម៉េចអាត្មាបញ្យលកើតសុធាសុំឆ្លើយតាមការគួរធ
ម្មជាតិគឺអញ្ចឹងបើកើតមិនស្លាប់លុះត្រាពេលកើតមកយើងកុំប្រែប្រួលនៅតែក្មេងរហូតនោះទៅដឹងមិនចាស់ជារាក៏មិនឈឺជីវិតទុកមតិតិចតួចមិនដឹងឆ្លើយនឹងសំណួរមួយណាFreddy Horn ហ្វែងគុំឲ្យសពគ្រប់មកកណែមានចម្ងល់មួយអំពីតើព្រះអានន្ទដែលក្នុងរឿងពុទ្ធប្រវត្តិហេតុអ្វីក៏ព្រះអានន្ទនៅមានភាពខ្សឹកខ្សួលយំនៅពេលប្រពុតចូលនិព្វានតើពេលនោះព្រះអានន្ទបានសម្រេចត្រឹមណាតាមប្រវត្តិព្រះអានន្ទជាសេខបុគ្គលជាសោតាបណ្ណបុគ្គលអញ្ចឹងមិនចម្លែកអីទេសោតាបណ្ណបុគ្គលនៅខ្សឹកខ្សួលពីព្រោះអីនៅមានទោសមូលចិត្តពីដួងហ្នឹងនៅក្នុងអកុសលចិត្ត12សោតាបណ្ណបុគ្គលនិងសកតាលះបានតែ5ដួងឯងគឺលោភៈមូលចិត្ត8ហ្នឹងលះបាន4ដែលប្រកបដោយមិច្ឆាទិដ្ឋិហើយនៅក្នុងទោសមូលចិត្ត2ហ្នឹងនៅហើយក្នុងមោហៈមូលចិត្ត2លះបាន1ទៀតគឺវិជ្ជកិច្ឆាការសង្ស័យហ្នឹងលះដាច់អញ្ចឹងនៅសល់7ដួងទៀតប៉ុន្តែ7ដួងរបស់ព្រះអរិយៈហ្នឹងទោសមូលចិត្តហ្នឹងនៅមានប៉ុន្តែអទោសណាឲ្យទៅជាអកតិហ្នឹងអត់មានទេទៅជាព្យាបាទទៅជាស្អីហ្នឹងអត់មានទេវាគ្រាន់តែមានតែទៅចិត្តតូចចិត្តអន់ចិត្តយំសោកអីមានតែឲ្យមានគំនិតក្នុងការបៀតបៀនសត្វអត់មានទេគំនុំគុំគួនអីក៏អត់ដែរចឹងទោសៈនៅមានវាគ្រាន់មានប្រភេទចិត្តពេលវាមាននៅក្នុងកម្រិតមួយដែលមិនប៉ះពាល់ដល់អ្នកដទៃមិនដូចពុទ្ធជនពុទ្ធជនហ្នឹងនៅពុទ្ធញោចទាំងអស់ចឹងតោមនោះយំសោកព្រោះរបស់ជាទីស្រឡាញ់នៅមានពីព្រោះអីដោយសារនៅមានកាមតណ្ហាឃើញទេអាតួយំហ្នឹងព្រោះអីវាកើតប្រោះមកពីកាមតណ្ហាមាន3មានកាមតណ្ហាភវៈតណ្ហាវិភវៈតណ្ហាអញ្ចឹងបុគ្គលឯណាឲ្យតែនៅមានកាមតណ្ហាមិនអាចលះយំលះសោកលះស្ដាយនឹងបានទេពីព្រោះអីកាមតណ្ហាគឺជាបច្ច័យយ៉ាងគីឲ្យកើតទោមនស្សឲ្យកើតការយំសោកឲ្យកើតការស្ដាយអញ្ចឹងសោតាបណ្ណបុគ្គលលោកនៅមានកាមតណ្ហាឃើញលោកនៅមានប្រពន្ធមានកូនអីធម្មតាបើអត់មានកាមតណ្ហាទៅមានកូនមិនកើតកូនមកស្រឡាញ់កូនស្លាប់ទៅយំដូចគ្នាដូចយើងអញ្ចឹងហ្នឹងហើយដល់ទៅអនាគាលះដាច់ចិត្ត2ដួងទៀតអកុសលចិត្ត2ដួងទៀតបាត់ទោសមូលចិត្ត2ដួងនឹងលះដាច់បាត់អញ្ចឹងលោកនៅតែអកុសលចិត្ត5ដួងឯងលោភមូលចិត្តជាទិដ្ឋិកតវុបយុត្ត4ហើយនឹងមោហមូលចិត្តឧទ្ធចសម្បយុត្ត1ហេតុអីបានជាលោកលែងខឹងក្រោធលែងស្ដាយលែងទើសលែងទោមនស្សដោយសារលោកអស់កាមតណ្ហាលោភៈមូលចិត្តនៅមានក៏ប៉ុន្តែលោភៈមូលចិត្តនឹងវានៅក្នុងលក្ខណៈជាភវៈតណ្ហាតែមិននៅក្នុងរាគៈត្រេកត្អែលអត់មានទេប៉ុន្តែនៅក្នុងភវៈរាគៈនឹងមាននៅក្នុងភពជាតិកំណើតតទៀតនឹងលោកនៅជាប់ខ្លះតែអាកាមតណ្ហារាគៈប្តីប្រពន្ធប្រុសស្រីនេះអស់លីងដល់អស់អាហ្នឹងនឹងរូបសម្លេងក្នុងរូបផតថពៈដែលមកឲ្យលោកជពាក់រាគៈខ្លាំងហ្នឹងអត់មានអញ្ចឹងកាមរាគៈឬក៏កាមតណ្ហាហ្នឹងត្រូវដាច់ដល់ដាច់អារឹសវាទោសៈហ្នឹងវាអស់ដែរអញ្ចឹងលោកអត់ខឹងអត់តោមនស្សអត់យំអីតទៀតទេព្រះអនាគិមីបុគ្គលចិត្តព្រំយ៉ាងណាចិត្តអនាគិមីបុគ្គលហ្នឹងអញ្ចឹងអត់មានក្តៅកាហាយកុកកច្ចៈអីអត់ទេប៉ុន្តែលោកនៅជាប់នឹងជាតិកំណើតតទៅក្នុងភពបន្តទៀតនឹងត្រូវទៅបដិសន្ធិហើយបរិនិព្វាននៅក្នុងសទ្ធាវាសដល់តែព្រះអរហន្តឬក៏បក្ខីណាស្របនឹងបានលះអស់5ដួងចុងក្រោយនឹងទៅជាវិសុទ្ធិបុគ្គលអញ្ចឹងការយំសោកការសោយសប្បាយអីហ្នឹងសោតានៅមានដល់ទៅអនាគាឡើងទៅក្អាកក្អាយខ្លាំងក៏អត់អាទោមនស្សយំក៏អត់នឹងជាបុគ្គលនឹងថឹងពីនឹងទៅត្រឹមសោតានឹងកាមតណ្ហានៅមានប្រពន្ធមានប្តីអីធម្មតាយើងកុំមកអួតគ្នាអូអញអត់យកប្តីទេអញជាមនុស្សល្អហើយជួនកាលយើងខ្លាចរឿងអីមួយមិនហ៊ានយកជាយក credit ហ្នឹងនិយាយលេងទៅជួនកាលវាគ្រាន់តែចង់យក credit
chương ca khả năng hiền chăm cái hướng ấy xế nhá, bên này dân một vô à credit thay anh nhưng nư lõ để sao anh ọt vô vào buôn anh ọt vô vào đây ấy dân something behind sao nữa sờ lanh là nam môi với ban đôi chất đấy của chộp chụp bẹ chất anh ban môi nâng anh vô với chộp cầm nứt nâng môi mơ cây xế với sát bà đo từ na ký nâng cho ba hai cũng vô credit khả năng ọt đây ọt vào buôn làm bay ở kia sầm co thay chưa nư lõ chỉ lom khuôn anh tiết bócทั้งkhuôn anh tiết bất thôi chôn dương năng cứ bao khuôn anh chờ này bây giờ kia tha anh năng phải miên thô miên sal anh thấu từ nồi này anh thấu từ nồi no anh trâu sliệp biện cho form khang khéo tiết năng phần năng hay to tiết tập kể xa học xua thà sau phần nạ chất mà phải buồn mình là vậy khla sau phần nạ chất với miên trào bên là sau phần nạ và phải buồn nó cứ cà ma vậy chả đã sau phần nạ phải buồn nó cứ bộ mà hà của sol bầm bấy mà hà bị bạ bầm bấy hay nâng mà hà cây giá bầm bầy đó mà phải buồn là ai hà ta cam hao mồi ở thà cà má vậy chả đã sau phần nạ chất hay bộ mà hà cả tạ chất bộ lô có tạ chất nó có sau phần nạ chất đài phần này miền trung hào xe hà tham hà cả tạ sau phần nạ chất nó bộ chiên tới lô có tạ sau phần nạ chất trên tờ phần là bây giờ dây bị sau phần nạ từng ó với tôi tập buộc tiền rupa bây giờ đã chật đập pram rupa bây giờ đã chật đập pí hay nâng lokotara bầm bay đưa xa sập hòn từng ó ha buộc nào mà phải buồn năng tiến hai ta sau phần nạ chật từng ó vấn đề dừng lợn mà phải buồn ấy cứ vô tại cà má bây giờ đã sau phần nạ chật xây mỏng nhưng mà nói trong chiêu xịp hư apithom lùm cha kru tớp ai riêng vô tới thôi rằng ná ai chịu bán cho mình ná nó sọc mài vậy tới tham mình ban riệp sập hư apithom mấy chả này ban thọp riệp bòi chài tị buồn đấy ban môi ở năng riệp trầm trâu bỏ pom hay cao về năng bừng riêng hay bừng riêng năng miền cao bà sẽ cả chơi yên cọt nứ mà chơi tập riêng chân tới cọt nẹt sê chầm lon từ năng sập hư năng miền chầm lon chân tham riêng chặt chơi từ sắc năng có lọ đá bị pro ấy bị pro bị miền cả sai bờ riêng này bị miền sập hư tiền chân tới bị đến chập chạy mền ai phải hay chỉ miền đại đắng nơi ở phần nào kia trai rót đừng tham miền rồi ở tới ba mình miền tới tiệt tuông từ vật mình đi đặt tận Aram khai bồ sản bờ nhận nhôm cọt xa bỏ chạy kia riêng đấy ta bạ lệ bốt miền này đôi mặt đạch bạ lệ bốt phải là khoal chẳng cùng wall giờ đồng tới cùng wall khoal chọp chụp bẹ như hai là chọp chụp bẹ có bán cùng wall có bàn để thưa ơi chật năng về là xây mà là sàm chẳng vì chỉ cùng wall đo vipassana cả lớn bạ lệ bốt su miềnประมาณ ประเภท ตั้งอ้อมmiền đọc bạn lại post đây chỉ cổng vol ria reng vipassana nâng cứ miền đọc thì mỗi cứ avasapa lại post chọc chụp bẹ nâng chọc chụp bẹ nâng bờ lục song với chọc chụp bẹ nâng vọt chọc chụp bẹ cột sala với hìa nó bờ chỉ có khó chọc chụp bẹ tè sờ bài nâng qual khoai nâng cột nâng sala nâng với hìa nâng anh mua thà chỉ công wall này mua thà chỉ cả qual bỏ nẹt bạn để bát thua rồi tí pí còn lại bạn lại post cứ qual nâng tự cô này mình chụp bùa tại tự cô luôn anh đấy cứ tự cô bột bò để sạt nâng anh cho tự cao tự cô nè tự cô nô cái rọp ăn cho chụp bẹ chơi chọc chụp bẹ trong đúng không? Sầm một lạ bản nạ cứ thay về chụp bẹ nâng bò để sạt bẹ nâng cái
ឧបត្ថម្ភជាពាក្យនឹងគេរាប់អានហ្នឹងឯងជាពាក្យនឹងកុហកច្រើនហ្នឹងចឹងបានយើងជួនកាលយើងមើលថាលោកណាមានគុណធម៌យើងមិនមើលថាតើលោកបដិបត្តិអីឬក៏លោកមានអីទេគឺបើថាមានមនុស្សហែហមច្រើនហ្នឹងយើងថាអូមានគុណធម៌អីអញ្ចឹងចុះអាហ្នឹងគឺវល់ហ្នឹងហើយគឺអាត្មាធ្លាប់ឮអញ្ចឹងយើងអត់ដឹងអូគ្រូសានសុជាមានណាទៅចិត្តមែននោះលោកគឺនោះបានមានបរិស័ទច្រើនណាហើយអត់ដឹងថាអាហ្នឹងគ្រឿងខ្វល់ទេអីមនុស្សច្រើនហ្នឹងកន្លែងទាស់គ្នាច្រើនណាអត់ដឹងអាហ្នឹងទៅយកអាហ្នឹងធ្វើជាការជោគជ័យរបស់បព្វជិតមិនត្រូវទេណាអត់ត្រូវទេរឿងមានបរិស័ទច្រើនមានតកូលគេចូលមកច្រើនអីយើងថាជារឿងជោគជ័យរបស់សាមណៈហ្នឹងអូអាហ្នឹងអវាងសារោគ្រឿងកង្វល់ហ្នឹងគ្រឿងកង្វល់មិនមែនភាពជោគជ័យរបស់អ្នកបួសព្រោះតែមានបរិស័ទច្រើនហ្នឹងមិនមែនទេមិនអញ្ចឹងទេច្រឡំធំហើយណាច្រឡំធំហ្មងបើថាជោគជ័យព្រោះតែមានអញ្ចឹងទៅធ្វើគណៈបកទៅបាទគណៈបកគេត្រូវការមនុស្សច្រើនគេត្រូវការអ្នកបោះឆ្នោតប៉ុន្តែរឿងលោកនេះមិនមែនជោគជ័យត្រង់មានមនុស្សរាប់អានច្រើនមែនទេច្រើនកាន់តែញ៉ៃញ៉ៃច្រើនកាន់តែញ៉ៃពីព្រោះមនុស្សគឺញ៉ៃញ៉ៃមនុស្សគឺញ៉ៃញ៉ៃណាស់ណាមនុស្សញ៉ៃញ៉ៃមនុស្សនឹងគឺចិត្តមនុស្សហ្នឹងញ៉ៃលញ៉ៃអញ្ចឹងបានជាជាប់ជាពាក់នឹងតកូលជាប់ជាពាក់នឹងបរិស័ទហ្នឹងគឺជារឿងខ្វល់ណាជារឿងខ្វល់ហ្នឹងទី2ហើយទី3លាភៈបលិពោតលាភៈបលិពោតលៀបសការៈហ្នឹងគឺជាគ្រឿងខ្វល់មួយដែរដែលរារាំងនឹងការបដិបត្តិធម៌រារាំងនឹងវិបស្សនារារាំងនឹងសតិប្បដ្ឋានវិបស្សនាហ្នឹងហើយយើងគិតថាអូបើលោកណាមានលៀបមានសការៈច្រើនមានគេបូជាច្រើនហ្នឹងជោគជ័យរបស់លោកអូស្រេចហ្មងហើយបើលោកនឹងពុលមកអានឹងទៀតដូចលោកចុះក្នុងប្រគល់អាចចឹងពូលៀបសការៈហ្នឹងគឺដូចអាចចឹងណាលៀបសការៈដែលគេបូជាដែលគេលើកតង្កើងហ្នឹងក្នុងភ្នែកអរិយបុគ្គលដូចគំនោអាចចឹងអត់មានជារឿងដែលលោកត្រូវត្រេកតាអាលទេអត់ទេហ្នឹងហើយតែលោកទទួលបរិស័ទបូជាបរិស័ទប្រគេនទានអីលោកទទួលដោយការអនុគ្រោះប៉ុណ្ណោះអត់មានជាពាក់មួយវាទេហ្នឹងហើយចឹងហើយបានជាគេឲ្យឲ្យគេថ្វាយអង្គមទៀតណាលោកបែបនោះមិនគេសំថ្វាយអង្គមនោះមិនមែនលោកលហេមលហាមទៅរបស់គេសំគូថ្វាយអង្គមទេអត់ទេលោកដែលគេឲ្យគេលុតជង្គង់ថ្វាយអង្គមទៀតហ្នឹងគឺអត់ចង់បានរបស់គេអត់ជាពាក់ប៉ុន្តែយកនឹងយកអនុគ្រោះទេអនុគ្រោះទេបានយកនោះណាបើមិនអនុគ្រោះឲ្យធ្វើទានទេអត់ទទួលទានអញ្ចឹងអាហ្នឹងដែលគេឲ្យហើយគេមិនមែនឲ្យលោកទៅស្ពះសុំគេទេមិនមែនទេគឺគេស្ពះលោកថាសុំឲ្យលោកទទួលហ្នឹងហើយបានជាអាត្មាលើកតំណឹងមានច្រើនណាស់ដែលព្រះអង្គថាលៀបសការៈស្មើនឹងកំហៈដែលគេស្ដោះចោលហើយបើយើងទៅត្រេកតាអាលជាប់ជាពាក់នឹងលៀបសការៈហ្នឹងស្មើនឹងប្រែតទៅដើរលិតកំហៈរបស់គេកន្លែងខ្លះព្រះអង្គថាអញ្ចឹងហើយសំបីមហាសុបិនចុងក្រោយហ្នឹងឃើញព្រះអង្គចង្ក្រមលើភ្នំលមុខហ្នឹងមិនមែនលមុខតាក់តិចគឺភ្នំហ្មងលមុខមកភ្នំហ្មងប៉ិនភ្នំមកលមុខហ្នឹងព្រះអង្គដើរចង្ក្រមចុះឡើងប៉ុន្តែជើងអត់ប្រឡាក់បាទរបស់ព្រះអង្គអត់ប្រឡាក់ព្រះអង្គវិនិច្ឆ័យតែយើងត្រាស់ដឹងឡើងលៀបសការៈកើតឡើងប៉ុន្តែយើងមិនប្រឡាក់ទេចិត្តយើងមិនប្រឡាក់ទេឃើញលៀបហ្នឹងដូចលមុខអញ្ចឹងចឹងបើយើងឆ្លោះគ្នាដណ្ដើមគ្នារឿងលៀបរឿងសការៈស្មើនឹងប្រែតដណ្ដើមលមុខដូច្នេះការទទួលនៅអ្វីដែលបរិស័ទប្រគេនថ្វាយនោះគឺទទួលដោយអនុគ្រោះនោះទៅមិនប្រះចាកផ្លូវប៉ុន្តែបើទទួលដោយការត្រេកអរដោយការភ្លើតភ្លើនដោយគិតថាជោគជ័យហើយបានគេប្រគេនច្រើនអញ្ចឹងអានឹងប្រែតសុទ្ធហ្នឹងហើយលមុំតែមនុស្សដណ្ដើមគ្នាព្រោះអត្តនែងព្រោះលៀបសការៈព្រោះយុស័កនឹងទៀតអូកាន់តែយ៉ាប់
giáp mòn nên liệp nâng có chỉ bạ lệ bột mùi đài cái này bạ lệ bột liệp sẽ cà rạ nâng mùi tiết cứ cần nẹ bạ lệ bột nâng cứ bụa cần nẹ anh miên khnia chởn krom anh miên chởn bạ anh miên khnia chởn chọp chụp bẹ thà anh những miên khnia chởn krom anh bạ anh bụa anh cái này về nâng tới lấy tham tập ngọp men bạ anh ngọp cho muối thế này lẹn nó độ men bạ anh ngọp cho muối thế này bà bạ của sao thờ hai tụi tôi này anh tê cùng một ang bạ ang phụ ang cần nại ấy chẳng ta chọp nâng phụ cần nại nâng thưa em cả thế qua là cái này chào thì cà phê chọn không miền bề riêng thô đấy nhóm người ta mà là vốn á con chào chở nó nâng ai cùng voal nâng phụ cần nại miền cho con sa con cuốn vận tải ta cả na tu chỉ cường khoan là hốt đó mình ban sặc xa mình ban pichana khuôn anh nụ anh chỉ một tháng chọp được không cần đẹp bạn lệ bộ nên này sao sự thi chất cần na kịch ra na mà ngày hai kịch để riêng ở với chị miền ta miền vị thi xa dạng ná cầm áo chất kịch ở riêng ở với chị miền con cừu chất năng chân tập hai nó với kịch tình chân bài tập chất nẹt xua chất mà năng cả đôi ta ở miền sẽ tệ năng với kịch tập đây tập đa đối tập này năng phụ chất đời át thả kịch chất năng mau bị chân tạ thiệt nó phải là kịch bầm ở chất kịch đang ở chất thứ ấy là ngày chẳng ở với kịch tử ở với kịch tử cùng ham chất mà nói kịch ở với kịch cho kịch ấy kịch tử nè kịch ấy kịch tử vấn tay thở đằng thở viên bung kịch ấy nó để sầm khẩn thở với kịch ấy kịch tử còn vấn tay thở bằng can cả đằng thở với kịch ấy chẳng á nè đôi cô chứ cùng ham với nói đá tử phần sầm khăn đằng thở việc đá tử nà dừng miền sai tiền miền Vinh, Nam, này cứ sự tệ năng ai, năng cả đăng, thật ta chất nó cực đấy. Nông sẽ tập thai là số ớt miên cả lại ná để bật bút ra ta cùng ói chất cực ní, cùng ói chất cực nút luôn tệ. Vẫn bảo vệ cực ấy, đăng thờ về cực nâng, đăng thờ về một phong thời ấy, thấy nhé. Mà chớ nè, bây đọ, chớ cả lại nhá, về đường nâng. Bây đọ lấy đọc một phần lắm có miền mà em hai tập than sợ tôi mở bạc mở lại tập than sợ mà hai tập than sợ thế mấy có mọi chặt khẳng thắt để bộ phốt ấy nè tôi phép thà cùng khẳng nó tại bởi chặt khẳng đăng thà ánh chặt khẳng này chặtประกอบដោយโทสะchặtประละដោយโทสะbạn với cái phong ta cạo riêng kẹo cái phong ta lanh cái phong ta chọn ban đấy ở với trắng tới chặt nó về trắng miền riêng kẹo lại vẫn đắng thở chặt đấy lại để riêng kẹo đắng nhất rơi với ruồi nhỉ ban với chặt tạt tơ nó mau cái dương về đầm đắng với chè ruồi ấy biết với căn là bàn chặt lại tại bởi mơ về rơi với ruồi này đôi miền và sâu muối và ông phải chẹt cái này nè bọn ôi tầm mơ đó và dân với chết là trong tôi cùng riêng với ôi riêng mơ ban với thu tôi riêng túc của bạn này bọn lợi trẻ nghe của tiêu họ bọn cứ simple but powerful thầm mà đá có phần tay miền và sự tập hiệp ông xu bị khọ từng lại thà mà nên bị khọ từng lại nè bà ưu tiên họ thà stray pin vây cầm mông mà dụ đọc bằng muối á miền rụp sọ sạt để cầm pung tay sờ lạnh luồn nó phải để kỳ chinh từ nam mỏ ná môn đừng chinh tới nó kỳ tay
ឆ្លោះមើលក្នុងវត្ថុថ្លាមានទឹកឬក៏កញ្ចក់អីជាដើមហ្នឹងដើម្បីឲ្យដឹងច្បាស់ថាតើមុខហ្នឹងមានប្រឡាក់ឬក៏ស្អាតហើយនៅតាមដែលយើងតែងខ្លួនណាតែងមុខតែងមាត់មុនចេញទៅអញ្ចឹងប៉ុន្តែបើកាលណាឆ្លោះមើលទៅស្រាប់តែឃើញមុខប្រឡាក់ដោយមន្ទិលមានធ្យូងឬក៏មន្ទិលផ្សេងដែលចាត់ទុកថាជារបស់កក្រិចហ្នឹងវាប្រឡាក់នៅលើមុខចុះបើគេឃើញអញ្ចឹងណាតើគេធ្វើម៉េចភិក្ខុឆ្លើយភ្លាមគេណាគាត់ទៅសួរប៉ុណ្ណឹងភិក្ខុដឹងថាត្រូវដោះស្រាយម៉េចបើពិតព្រះអង្គដូចចម្រើនប្រសិនបើនាងមានការស្រឡាញ់មុខមាត់ដល់ម្លឹងស្រឡាញ់សម្រស់ដល់ម្លឹងហើយស្រាប់តែឆ្លោះទៅឃើញថាមុខប្រឡាក់ជួងប្រឡាក់ស្អីមិនស្អាតប្រកាសជាលៀងចេញហើយណាប្រកាសជាលៀងចេញហើយថានឹងវិខទាំងឡាយយ៉ាងណាមិញអ្នកក៏ដូចគ្នាយោគីវចរទាំងឡាយគឺមានតួនាទីឆ្លោះចិត្តណាឲ្យតែឃើញថាចិត្តនឹងវាប្រឡាក់ដោយមន្ទិលគឺកិលេសគេប្រកាសជាលៀងចេញដូច្នេះឲ្យតែឃើញច្បាស់មែនតែនវាអត់មានសំណួរថាជិបបើឃើញហើយខ្ញុំធ្វើម៉េចទៀតទេអត់ទេគេណាកន្លែងហ្នឹងដូចឧទាហរណ៍ហ្នឹងចឹងដូចឧទាហរណ៍ហ្នឹងចឹងថាបើសិនមនុស្សស្រឡាញ់ខ្លួនម៉ងស្រឡាញ់មុខម្លឹងបើឆ្លោះទៅឃើញថាមុខហ្នឹងវាប្រឡាក់ចឹងគេត្រូវធ្វើម៉េចដូចជាមិនបាច់ប្រាប់តាណែនាងឯងលៀងចេញទៅកុំទុកអញ្ចឹងទៅផ្សារវាខ្មាស់គេណាមិនបាច់ទៅប្រាប់អញ្ចឹងទេតួនាទីរបស់យើងប្រាប់ត្រឹមតែឲ្យមើលមុខយើងឃើញមុខគាត់ប្រឡាក់ថានាងមុខប្រឡាក់ហើយឆ្លោះមើលទៅបើមិនជឿទេឆ្លោះមើលទៅដល់នាងឆ្លោះមើលទៅក៏ឃើញប្រឡាក់មែនមិនបាច់ទៅប្រាប់ថាលៀងទៅណានាងតែទៅផ្សារប្រឡាក់អញ្ចឹងខ្មាស់គេឥឡូវមិនបាច់ទៅប្រាប់អញ្ចឹងទេមិនបាច់ទៅប្រាប់អញ្ចឹងទេឃើញទេនៅក្នុងវិបស្សនាកម្មដ្ឋានស្អីក៏ដោយព្រះអង្គឲ្យមើលតែចិត្តហ្នឹងហើយវាមានពីរមើលទៅឃើញកិលេសលៀងចេញមើលទៅឃើញភាពស្អាតបៃតិបាមោចៈកើតឡើងសบายចិត្តកើតឡើងមិនចឹងឧទាហរណ៍បើយើងឆ្លោះមុខណាខ្ញុំនិយាយពីឆ្លោះចិត្តឆ្លោះមុខបើឆ្លោះឃើញប្រឡាក់យើងលៀងចេញនឹងបានស្អាតបើឆ្លោះទៅឃើញមុខនឹងវាស្អាតសบายចិត្តយ៉ាងណាមិញយោគីវចរមានន័យថាអ្នកដែលមានបំណងក្នុងការដកខ្លួនចេញពីភាពសៅមងទាំងឡាយផ្លូវចិត្តហ្នឹងដូចគ្នាដែរកាលណាឆ្លោះទៅឃើញថាចិត្តហ្នឹងស្អាតអបរចេតនាកើតឡើងបៃតិបាមោចៈកើតឡើងបើឃើញកខិចក៏មិនកើតតោមនោះអីដែរក៏គ្រាន់តែសតិដឹងថាមុខប្រឡាក់ដឹងរឿយនឹងឯងជាតួលៀងយូរទៅវារួញចុះបើយើងមិនដឹងផងបើមិនដឹងឆ្លោះផងទៅលៀងល្មិចអញ្ចឹងណាអញ្ចឹងមុននឹងលៀង make sure ថាតើឃើញមន្ទិលអត់ណាដូចគ្នានឹងដែរថាត្រូវធ្វើចិត្តម៉េចថាស្គាល់ចិត្តសិនស្គាល់ចិត្តឲ្យច្បាស់សិនរៀនពីចិត្តហ្នឹងឲ្យច្បាស់សិនអញ្ចឹងបានមេរៀនអភិធម្មហ្នឹងគឺមិនមែនរៀនពុទ្ធទេមិនមេរៀនសម្រាប់ព្រះរហន្តទេមេរៀនយើងដូចតោសមូលចិត្តខឹងក្រោតតោមនោះតោចិត្តវាមាននៅក្នុងព្រះរហន្តនេះណាទៀតអត់ផងហ្នឹងមេរៀនយើងសោះហ្នឹងពិបាកចិត្តតឹងចិត្តបាក់ទឹកចិត្តអានអ្នកណាតែយើងហ្នឹងព្រះរហន្តណាមកបាក់ទឹកចិត្តអីមួយឯងមកកើតទុកយំសោកអីជាមួយឯងទៀតអត់ផងStar Small សូមអរគុណណាម៉ោង3ព្រឹកសុកកាលីហ្វ័រញ៉ាកាលីហ្វ័រញ៉ាម៉ោង3ព្រឹកកណាឃើញគេផុសក្នុង Facebook អ្វីទៅហៅថាអាពាពិពាគឺពិធីយកកូនស្រីមកមើលថែជំនួសដោយសារតែម្ដាយឪពុកម្ដៅលែងបានកណាអន់ចិត្តណាស់ណាទៀនអន់ចិត្តគេជាសេលេងអាហ្នឹងហ្នឹងអាវេហៈវិវេហៈណានាំមកនាំទៅឲ្យជួបគ្នាណាពាក្យហ្នឹងមួយនាំមកមួយនាំទៅនាំកូនស្រីមកនាំកូនប្រុសទៅជួបគ្នាគេហៅថាអាពាពិពា
ដល់គេសេចំអន់លេងហ្នឹងណាហើយយើងអន់ចិត្តណាយើងអន់មែនហ្នឹងឯងណាមោដរាមាសពីបែឡាំងប្រទេសអាល្លឺម៉ង់វណ្ណៈគ្រឿននេះសួរថាបើអ្នកដើរតាមផ្លូវអកុសលហើយដឹកនាំឲ្យដោយអាណិតតែមិនសម្រេចតើមានមធ្យោបាយណាទៅល្អមធ្យោបាយវានៅលើការប៉ិនប្រសពរបស់យើងវាគ្មានមធ្យោបាយណាល្អជាងមធ្យោបាយណាទេវាបើព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យយើងចម្រើននៅហៅថាអធិបតីធម៌ក្នុងកិច្ចការងារទាំងអស់អញ្ចឹងយើងចង់ដឹកនាំគេទីមួយត្រូវមានគោលបំណងច្បាស់លាស់ណាអញ្ចឹងវាអាស្រ័យទៅលើគោលបំណងយើងទៀតឆន្ទៈរបស់យើងមានកម្រិតប៉ុណ្ណាហើយវិធីអីក៏ដោយមិនថាតែវិធីណាព្រោះមនុស្សក្នុងការដឹកនាំនេះវាផ្សេងខ្លះស៊ីក្តៅខ្លះស៊ីតិចខ្លះស៊ីវៀងខ្លះស៊ីត្រង់វាអត់ដូចគ្នាទេមនុស្សហើយទី2ព្យាយាមចាប់ផ្ដើមធ្វើមិនធ្វើតែម្ដងធ្វើម្ដងមិនបានធ្វើទៀតធ្វើម្ដងមិនបានធ្វើទៀត take action ទី3បើធ្វើទៅមិនសម្រេចចេះពិនិត្យមើលតើអញខ្វះអីទៅពិនិត្យមើលហៅទៅចិត្តតពិនិត្យមើលធ្វើត្រូវអត់ធ្វើនឹងធ្វើដោយយកចិត្តទុកដាក់មិនធ្វើលេះលេងទេបើយើងធ្វើអីមួយធ្វើឲ្យមែនតែនហ្នឹងមិនបើយកចិត្តទុកដាក់ហើយធ្វើឲ្យអស់ចិត្តពីថ្លើមហើយអស់ពីចិត្តពីថ្លើមហើយនៅតែអត់សម្រេចទៀតអញ្ចឹងត្រូវដឹងថាយើងខ្វះអីមួយយ៉ាងយើងអាចខ្វះសមត្ថភាពយើងអាចខ្វះឧបាយយើងអាចប្រើវិធីអត់ត្រូវមានបំណងហើយព្យាយាមហើយយកចិត្តទុកដាក់ហើយយើងអាចគិតឃើញថាប្រហែលជាវិធីសាស្ត្រដែលអញធ្វើនោះអត់ត្រូវហើយអញ្ចឹងអានឹងត្រូវតួបញ្ញាចេះសង្កេតមើល strategy ថ្មីឬក៏បន្តដដែលនោះអញ្ចឹងវានៅលើកម្រិតបញ្ញាម្នាក់ទៀតឃើញទេអញ្ចឹងសម្រាប់កិច្ចការអីក៏ដោយក្នុងកុសលតែងតែមានឥទ្ធិបាត4ហ្នឹងប៉ុន្តែវាអាស្រ័យលើកម្លាំងរបស់មនុស្សហ្នឹងក្នុងពុទ្ធដែលពុទ្ធធ្វើអីបានក៏ដោយសារឥទ្ធិបាតធម៌4ហ្នឹងដែរប៉ុន្តែកម្រិតឥទ្ធិបាតធម៌របស់ពុទ្ធវាខ្លាំងជាងគេចឹងទៅហើយបន្ទាប់មកកម្រិតហ្នឹងឆន្ទៈវិរិយៈចិត្តវិមាង្សារបស់សរិបុត្រហ្នឹងទៀបជាងមួយអង្គតិចមកព្រះរហន្តទៅទៀបចុះមកចឹងតែហ្នឹងហើយតួបញ្ញាមួយទៀតនោះក៏ឃើញថាពួកកន្លែងខ្លះយើងចិត្តតែស្រោចយើងបំណងថាស្រោចដីហ្នឹងឲ្យវាដុះស្រោចហើយស្រោចទៀតវាមិនដុះតែយើងអត់ដឹងស្រោចវាអត់ដុះមែនព្រោះវាអត់មានពូជអញ្ចឹងអាតួដឹងថាអត់ពូជហ្នឹងគឺអាហ្នឹងបដូចទៅនឹងរឿងបញ្ញាដែលត្រូវដឹងដែរមិនចេះទេតែអញណែនាំឲ្យអញម៉ងអញគេទទួលស្គាល់ប៉ុណ្ណឹងអញនិយាយត្រូវតែស្ដាប់អញណាអាហ្នឹងល្ងងមួយទៀតល្ងងមួយទៀតយើងទៅមើលព្រះសម្មាសម្ពុទ្ធនិយាយអោក្មេងបានផងហ្នឹងដូចអាត្មាមិនមាននិយាយណាបានអ្នកខ្លះខឹងអាត្មានៅតែខឹងអាត្មារហូតអាត្មាទៅនិយាយមិនបាននិយាយបានតែអ្នកគួរនិយាយបានដែរណាអ្នកនិយាយមិនបានគឺខឹងអាត្មាតែរហូតដែរហ្នឹងឃើញទេប៉ុន្តែអត់តោមនោះហ៎អត់តោមនោះព្រោះដឹងថាថូនរបស់អាត្មានឹងសលេងរបស់អាត្មានឹងវិធីសាស្ត្ររបស់អាត្មានឹងវាអត់ត្រូវមួយគាត់ហ្នឹងហើយព្រោះនៅក្នុងគាត់នឹងវាអត់មានពូជណាមួយដែលអាត្មាស្រោចទៅដោះទេពូជល្អណាមួយអត់មានទេទឹករបស់អាត្មាទៅស្រោចទៅដោះតែស្មៅក្នុងចិត្តគាត់ទេអាហ្នឹងដឹងអស់តាមតំណើទៅអញ្ចឹងឃើញទេអញ្ចឹងត្រូវដឹងរឿងហ្នឹងមួយទៀតថានោះថាដឹកនាំគេចង់ឲ្យល្អប៉ុន្តែដឹកនាំមិនបានត្រូវប្រើវិធីសាស្ត្របែបណាចុងបំផុតព្យាយាមផ្លាស់ប្ដូរកម្មវិធីស្អីអស់ហើយដឹងថាអត់បានត្រូវដឹងថារឿងហ្នឹងវាត្រូវអត់បានអញ្ចឹង
Chẳng mà đắc nóm là nâng mà nẹ bán nó đọc nẹ tiết anh thầu đắc nóm á. Nó tụi tê ốc cụt ấy cho môi nó nóng. Để pre sama samput chắc. Ê mình nâng nó chết vọt cái đây. Mơ tớ mình sẽ đám. Sạch chạ thô là o bên này cái đấy ớt sẽ đám. Nó nẹ nó chăm anh chởn á. Để cho nó xô ca để cạ anh chẳng. Thế nó chết vọt chết tập buồn. Vì có sầm lạp chú cũng lưu đo vọt. Sầm lạp chú 25 ឆ្នាំ hayព្រះសម្មាសម្ពុទ្ធក្តីព្រះអរហន្តក្តីមុនខ្វាត់ខ្វាយនៅមុខផ្ទះគាត់ណាបើសួរថាមិនក៏ពុទ្ធចិត្តតែមុនម្លងអញ្ចឹងទៅនិយាយមួយគាត់ថាម៉េចអត់និយាយទៅបោចចាបស្អីទេបាបចោចបោចចាបស្អីទៅបាត់ពូសន្តានចិត្តគាត់នឹងដូចក្អមផ្កាប់អញ្ចឹងហ្នឹងដូចក្អមផ្កាប់អញ្ចឹងហ្នឹងហើយភ្លៀងមកមេមកក្អមវាផ្កាប់បាត់ហើយភ្លៀងមិនភ្លៀងđâuកុំឲ្យចំនួនវាហូរក្អមនឹងទៅរួចបើធ្វើតែភ្លៀងធ្វើតែលឹមណាក្អមនឹងផ្កាប់ចាំតែសើមបាតរបស់វាខាងក្នុងអត់ទេអញ្ចឹងយើងអត់ឆ្ងល់ទេអានេះវាផ្កាប់ស្រាប់ទៅធ្វើម៉េចឲ្យវាជើបើយើងបាញ់ទឹកមកសយោកើតជាភ្លៀងអញ្ចឹងទៅយើងមិនទៅត្រេកអរក្អមផ្ងាដែលទទួលបានទឹករបស់យើងមកកកទៅអីជាមួយណាក្អមផ្កាប់មួយនោះអញ្ចឹងណាTake it easy ស្រួលដូចស្មានរកវិធីសាស្ត្រនឹងឃើញស្មានមិនដែលទៅតូចចិត្តអីជាមួយអ្នកស្ដាប់ស្មានមិនបានទេអត់ទេស្មានសប្បាយចិត្តនឹងអ្នកស្ដាប់ស្មានបានហើយស្មានមិនទៅរវល់ណានមិនចូលចិត្តស្មានអាស្មានរវល់ទៅណាដែលចូលចិត្តស្ដាប់ស្មានដើម្បីស្មានយកស្អីថ្មីយកមកឲ្យទៀតអញ្ចឹងទៅឃើញយើងក៏រកសេចក្តីសុខខ្លួនយើងឃើញយើងផ្ដល់សេចក្តីសុខឲ្យគេបានយើងដោះស្រាយឲ្យគេបានក៏យើងរកសុខខ្លួនយើងបានហើយមិននៅកើតទុកយេអញនិយាយតែល្អអញនិយាយមានប៉ះពាល់អញមិនក៏មកជេរអញមិនក៏មកលួចពណ៌អញយើងខ្លួនឯងក៏រកសុខមិនបានទេទៅរកសុខឲ្យគេមិនឃើញpen pets ភាសាបរទេសបើអានទៅត្រូវអីកុំប្រកាន់ទេបងខ្ញុំកណាកើតជំងឺថប់អារម្មណ៍4ឆ្នាំហើយមិនបាត់សោះតែចេះតែចង្អៀតចិត្តចូលក្នុងសង្គមមិនចុះសោះចាញ់កៅភ្នែកអ្នកដតីមិនហ៊ានសម្លឹងគេតើមានវិធីណាបាត់លោកគ្រូត្រូវយល់ពីខាងក្នុងកាលណាខាងក្នុងខ្លាំងនឹងលែងចាញ់ច្រាបខាងក្រៅហើយហ្នឹងហើយកាលណាយើងចាញ់របស់ខាងក្រៅមកពីខាងក្នុងយើងអន់ណាខាងក្នុងយើងអន់ដូច្នេះវិធីធ្វើឲ្យខ្លាំងគឺការសិក្សាពីដំណើរចិត្តហ្នឹងឲ្យច្បាស់ហើយតាមតដានចិត្តហ្នឹងទៅលែងភ័យលែងព្រួយដូចឧទាហរណ៍រឿងមួយពេលព្រះបរមគ្រូព្រះអង្គកំពុងសម្ដែងធម៌ភិក្ខុកំពុងតែស្ដាប់ធម៌នៅពេលនោះស្ដេចមាហ្នឹងនិមិត្តធ្វើជាគោមកដូចដើរជន់បាតជន់ជីវរដែលលោកហាលឯលោកកំពុងតែស្ដាប់ចឹងលោកគិតថាទៅដេញគោដែលមិនសមគួរប៉ុន្តែចិត្តអត់មូលទេចិត្តល្វើល្វាយខ្លាចគោហ្នឹងមកជន់អីចឹងទៅបានព្រះបរមគ្រូព្រះអង្គថាមនាលភិក្ខុនោះមិនមែនជាការពិតទេនោះគឺជាស្ដេចមាមានចិត្តបាបប៉ុណ្ណោះដែលចង់បំផ្លាញនៅការតាំងចិត្តរបស់អ្នកហ្នឹងហើយឥឡូវចូលអ្នកតម្រង់ស្មារតីហើយកលេចមើលម្ដងទៀតទៅមើលដល់កលេចមើលម្ដងទៀតឲ្យច្បាស់អត់មានផងមាននិមិត្តបានព្រះអង្គត្រាស់ថាមនាលភិក្ខុបើកាលណាអ្នកទាំងឡាយមានសតិតាំងមាំមានពុទ្ធជាទីរលឹកមានពធជាទីរលឹកមានប្រសង្ឃជាទីរលឹកសពកាលតថាគតធានាថា
សំបីអំណាចស្ដេចមាក៏បំផន់ចិត្តអ្នកមិនបានដែរណាឥឡូវមិនបាច់ថាមនុស្សដែលយើងភ័យមើលគេទៅភ័យឲ្យតែមានសតិរលឹកដឹងជានិច្ចកុំថាឡើយមនុស្សសំបីតែស្ដេចទេវតាក៏បំផន់បានដែរហ្នឹងហើយអញ្ចឹងវិធីសាស្ត្រដ៏ល្អបំផុតមិនមែនគេចចេញពីមនុស្សមិនមែនជ្រើសរើសមនុស្សគឺមានតែវិធីតាមដាននៅដំណើររបស់ចិត្តយើងនេះឯងព្រោះភ័យនឹងចិត្តនឹងហើយវាជាលក្ខណៈតោសៈមូលចិត្តវាកើតឡើងភ័យរន្ធត់ញ័រចាញ់ច្រាបអីហ្នឹងគឺសតោសៈមូលចិត្តចឹងបើសតិខាងក្នុងខ្លាំងអត់មានអីរំខានបានទៀតទេនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គធានាមកហើយអាត្មាក៏ជឿជាក់ចឹងពីព្រោះមានពិសោធន៍អញ្ចឹងដែរហ្នឹងហើយដូចអាត្មានិយាយពធដោះស្រាយបញ្ហាពីមុនមកភ័យដែរឧទាហរណ៍ដូចគេមុនទៅទេសជួបគេជួបឯងមានមនុស្សច្រើនភ័យដែរហ្នឹងមកពីអីមកពីយើងគិតវាអត់ត្រូវគឺយើងចង់គិតថាមិនដឹងអញនិយាយទៅមិនគេគិតមកអញមិនគេស្ដាប់ទៅវាល្មិចវាគិតពីតម្លៃដែលគេឲ្យទៅវិញប៉ុន្តែដល់ពេលយើងរកឃើញថាយើងស្មោះត្រង់នឹងខ្លួនឯងយើងនិយាយត្រឹមអ្វីយើងចេះហើយយើងនិយាយហ្នឹងក៏អត់មានចង់បានអីពីអ្នកស្ដាប់ដែរកន្លែងចេះក៏ថាចេះទៅកន្លែងមិនចេះក៏មិនចេះទៅចង់ណាថាអន់ថាទៅឈប់ខ្វល់ពីការឲ្យតម្លៃរបស់គេខ្វល់តែផលិតផលរបស់យើងថាតើយើងឲ្យគេនឹងត្រឹមត្រូវអត់អញ្ចឹងគិតតែប៉ុណ្ណាកន្លែងខ្វល់ទៅចង់សើមិនសើហើយទៅហើយទៅដេកបាត់គ្មានស្អីផងអញ្ចឹងអាពាក្យសម្ដីអ្នកដតីគេថាព្រោះក៏ដោយគេថាមិនព្រោះក៏ដោយគេថាត្រូវក៏ដោយគេថាខុសក៏ដោយនោះវាលែងមានឥទ្ធិពលពួកយើងឈប់ខ្វល់ហ្នឹងយើងគិតថាទៅយើងចង់ផ្ដល់អីគេថ្ងៃហ្នឹងយើងចង់ជួយអីគេថ្ងៃហ្នឹងតែអ្វីដែលយើងឲ្យហ្នឹងពិតជាល្អដែរទេហើយចុះបើគេមិនទទួលអញខាតអីដែរទេតើអត់ផងបើយើងគិតថានឹងល្អហើយយើងសម្រិតសម្រាំងថាល្អយើងប្រើបញ្ញាញាណរបស់យើងបញ្ញាបាធីរបស់យើងដើម្បីឆ្លើយប្រាប់គេដើម្បីពយល់គេប្រឹងអស់ពីសមត្ថភាពហើយគេមិនទទួលរឿងមិនខាតអីយើងខាតអ្នកអត់ទទួលតាឃើញទេដល់អញ្ចឹងអារឿងគេថាយ៉ាងម៉េចហ្នឹងវាលែងមានឥទ្ធិពលយើងមានភ័យអីចង់ទៅជួបនរណាក៏លែងភ័យដែរមិនដឹងជួបណាភ័យទៀតទេឥឡូវសំខាន់បើសួរអត់ចេះថាអត់ចេះហើយហ្នឹងមានអីភ័យទៀតកាលពីមុនភ័យខ្លាចអត់ចេះថាខ្លាចអន់ហើយចុះបើយើងឈប់ខ្លាចអន់ហើយហ្នឹងកន្លែងអត់ចេះថាអត់ចេះទៅចប់សំខាន់គឺស្មោះត្រង់ខ្លួនឯងដូចគ្នាអញ្ចឹងថាអ្នកដែលភ័យខ្លាចហ្នឹងគឺចិត្តអត់ខ្លាំងពីក្នុងហើយយើងចេះតែឲ្យរបស់ខាងក្រៅមានឥទ្ធិពលមកលើយើងហ្នឹងខ្លាចចេះខ្លាចចោះប៉ះនេះទៅធុញប៉ះនោះទៅធុញពួកអីជានិច្ចជាការយើងគិតទៅរឿងខាងក្រៅគិតទៅរឿងខាងក្រៅហើយមេគាដ៏ត្រឹមត្រូវបំផុតថាគ្រប់យ៉ាងទាំងអស់វានៅលើចិត្តអញ្ចឹងមានតែរៀនពីចិត្តមុននឹងគ្រប់គ្រងវាបានត្រូវរៀនពីវាអញ្ចឹងចម្លើយទៅនឹងអ្នកសំណួរថាវាមានតែការវឹកហាត់ចិត្តនឹងឯងប៉ុន្តែចិត្តនេះវឹកហាត់បានទល់តែយល់ដំណើររបស់ចិត្តវិថីរបស់ចិត្តហើយនឹងទីគោចររបស់ចិត្តនឹងច្បាស់លាស់វាបងការសិក្សាពីវាមិនបានទេត្រូវតែរៀនពីវានឹងគឺចិត្តខ្លួនយើងនឹងឯងដែលវិធីសាស្ត្រទាំងអស់នោះ was instructed by Buddha ដែលពុទ្ធបាន design ហើយបានបង្រៀនរួចហើយនៅតែយើងទេថាតើយើងរៀនឬអត់មានអ្នកណានេះផ្ញើរីករាយណូអែលមកថ្មសូមឲ្យពិភពលោកប្ររពថ្ងៃនេះឡើងដោយធម៌ដោយសេចក្តីសង្គ្រោះភាពអធ្យាស្រ័យការផ្ដល់ទាននិងការផ្ដល់សេចក្តីសុខឲ្យគ្នាទៅវិញទៅមកសូមអនុមោទនា
ក្នុងឱកាសនេះខ្ញុំសូមឲ្យលោកម្ចាស់ជួយដាស់តឿនដល់ប្រជាពលរដ្ឋខ្មែរកុំឲ្យភ្លើតភ្លើនតែគួរណាស់ប្រពយកថ្ងៃនេះជាប្រយោជន៍តាមរយៈការឲ្យទាននិងចែករំលែកសេចក្តីសុខដល់អ្នកដទៃវិញសូមអរគុណអធិស្ឋានផងលោកម្ចាស់ព្រោះមានអ្នកផ្ញើរូបសំពះច្រើនពេកនៅក្នុង LINE ហ្នឹងហើយតាមរយៈសំណេរនេះស្មើដូចជាមិនបាច់និយាយអីទៀតផងព្រោះបានយល់ពីបំណងរបស់អ្នកសរសេរទៅហើយមុតសីហាប្រដេជគុណកណាមកពីកូរ៉េកណាមានសំណួរមួយកណាឃើញគេផ្សាយទស្សទីរាសីខែឆ្នាំតាមទូរទស្សន៍វិទ្យុរាល់ថ្ងៃតាមការទស្សទីយរាសីមានឡើងមានចុះមានមធ្យមនឹងវាយ៉ាងមានន័យយ៉ាងតើវាមានន័យយ៉ាងបែបយ៉ាងណានឹងហើយបើខុសខុសបែបម៉េចហើយបើត្រូវត្រូវបែបម៉េចហ្នឹងហើយតាមពិតក្បួនវាមានតាមសម្គាល់តាមអីវាមិនទៅខុសទាស់អីទាំងអស់ទេវាមានត្រូវវាមានអីពួកវាមានតាមចំណាំតាមអីចឹងណាចាស់ចាស់បកកើតក្បួនមកវាមិនមែនសិតតែខុសទាំងអស់ទេវាអាចមានត្រូវហ្នឹងហើយមិនគ្រាន់ថាទោះបីជាវាត្រូវក៏ដោយសម្រាប់យើងតែយើងត្រូវដឹកនាំជីវិតយើងបែបម៉េចឧទាហរណ៍ដូចកាលព្រះសម្មាសម្ពុទ្ធព្រះអង្គនៅជាកុហកនៅឡើយតាំងពីកូនក្មេងព្រាមទាឲ្យព្រះអង្គដែរតាទាឆត់ព្រាម8នាក់ហ្នឹងលើកមករៀម2ថាព្រះអង្គបើនៅបួសនឹងខ្លាយជាស្ដេចចក្រហើយបើនៅសោយរាជនឹងខ្លាយជាស្ដេចចក្របើទៅបួសនឹងបានជាគ្រូដ៏អស្ចារ្យដល់អញ្ញាកនេះលើកតែមួយជើងលេខប្រាប់តែមួយលោកមើលបរិសលក្ខណៈហ្នឹងពួកបរិសលក្ខណៈហ្នឹងវាវិចិត្រដោយកម្មជាងគេអាចចំណាំបានដែរកាយ៉ាវដៃកាយ៉ាវអីហ្នឹងគេអាចចំណាំបានដែរប៉ុន្តែដល់ពេលព្រះអង្គប្រព្រឹត្តព្រះអង្គអត់មានដើរតាមគ្រូថាហ្នឹងទេព្រះអង្គមើលតែហេតុគួរធ្វើនិងហេតុមិនធ្វើគេទាយឲ្យព្រះអង្គហ្នឹងញាតទេអ្នកទៅរហៅទាយហ្នឹងព្រះអង្គខ្លួនឯងព្រះអង្គដែររស់ហើយដល់ពេលទៅបួសសន្សំបារមី6ឆ្នាំហ្នឹងអ្នកដែលលើកដៃត្រូវច្បាស់ណាទីបំផុតអត់ទុកចិត្តខ្លួនឯងរត់ចោលព្រះអង្គវិញឃើញទេព្រោះ6ឆ្នាំព្រះអង្គធ្វើទុក្ករកិរិយារហូតដល់អត់ចង្ហាន់អីចឹងចឹងសង្ឃឹមព្រះអង្គពិតជាបានត្រាស់ព្រះអង្គពិតជាបានត្រាស់ប៉ុន្តែដល់ពេលដេញណែព្រះអង្គវិលមកឆានចង្ហាន់វិញស្រាប់លែងទុកចិត្តហ្មងហ្នឹងអ្នកទាយហើយអ្នកទាយខ្លួនឯងហ្នឹងមកហើយ6ឆ្នាំហើយបដិបត្តិតឹងរឹងសឹងអីមិនបានត្រាស់ផងហើយចុះទម្រាំតាវិលមកឆានចង្ហាន់វិញមិនបានត្រាស់កើតនឹងអញ្ញាកោណដញ្ញៈដែលលើកមករៀមតែមួយទេតាមក្បួនឈុតច្បាស់ប៉ុន្តែមែនទេដល់មែនទេរត់ចោលព្រះអង្គមិនត្រាស់ដឹងទេរត់ចោលទុកព្រះអង្គចោលនៅកយាសីស័កហ្នឹងទៅកយាពុទ្ធកយាហ្នឹងទៅខ្លួនឯងក៏រត់មកហើយសិបតនមកទេយវ័ននិងបញ្ញវគិនឹងនៅក្នុងហ្នឹងមានអញ្ញាកណ្ដញ្ញៈមួយដែលជាអ្នកទាយឆុតជាងគេអញ្ចឹងក្បួនទាយវាមិនមែនថាមិនត្រូវទេតាមទម្លាប់តាមអីចឹងប៉ុន្តែមែនទេមែនណាសួរមែនណា no guarantee វានៅតែលើយើងធ្វើដដែលហ្នឹងនៅតែលើយើងធ្វើដដែលហ្នឹងហើយហើយធ្វើម៉េចឲ្យខុសធ្វើឲ្យត្រូវផ្លូវត្រូវវាមានតែមួយដាក់ភរៈអញ្ចឹងចោលឬក៏ថាមិនតាន់ដាក់ចោលទាំងស្រុងមករៀនសិនកុំតាន់អាចោល
បើថាយើងគិតថាលះវាមិនបានទេហើយកុំភ័យតែអាត្មាទៅសំដែងបំបត្តិទេអត់មានទេទាល់តែឃើញថានឹងវាអត់ប្រយោជន៍តែមកពួកក្បួនពីបុរាណហ្នឹងមិនមែនថាអត់ទេវាមានប៉ុន្តែគ្រាន់តែអ្នកយកមកផ្សាយតាម Facebook Face អីហ្នឹងវាលើសព្រោះអ្នកធ្វើអញ្ចឹងត្រូវមានតំណមត្រូវមានអីគ្រូពីដើមសិនមានសិលមានអីអ្នកប្រាថ្នាតិចអ្នកអីចឹងទៅមានដែនកំណត់មានព្រំដែនមិនឲ្យចេះតែអួតផ្ដេសផ្ដាសមានតំណមរឿងប្រកែអីពីដើមវាមានតំណមរបស់វាហើយដល់យើងយកមកផ្សាយអញ្ចឹងវាអស់តំណមអស់អីហើយវាទៅជារឿងអីផ្សេងទៅជារឿងរស់ស៊ីអីផ្សេងហើយវាមើលដូចគ្រូណាពេរេប៉ារ៉ារ៉ាស្អីចិត្តថាទៅបល័យគាត់ហ្នឹងបល័យដាក់មិនដឹងបល័យអីទេគាត់ហ្នឹងវាមិនអីទេមើលទៅដូចសរសៃប្រសាទបានបើយ៉ាប់អ្នកទៅអង្គុយឲ្យគាត់សូត្រឲ្យហ្នឹងមិនដឹងបានអីយកទៅគិតនឹងអត់គិតសោះហ្មងណាបើគាត់បានមកអង្គុយមើលវីដេអូខ្លួនឯងវិញនឹងគាត់អស់សណ្ដាយខ្លួនឯងដែរអត់ទេបើនៅជួនកាលពេលទៅនោះវាជឿស្លុងតែជឿស្លុងហើយចប់ហើយហើយធ្វើម៉េចហើយបើខុសបែបម៉េចហើយបើត្រូវបែបម៉េចត្រូវបែបម៉េចទេត្រូវក៏វាត្រូវទៅខុសក៏វាខុសទៅមានស្ថិតដូចគេព្យាករណ៍អាកាសធាតុអញ្ចឹងភ្លៀងក៏ភ្លៀងទៅមិនភ្លៀងក៏ហីទៅយើងល្បីតែអ្នកទោះទេតាមហ្នឹងឲ្យចូលវិទ្យាសាស្ត្រទោះទេរឿងព្យុះរឿងអីមកកោកដល់ឆត់ហ្នឹងមិនល្បីមកវាគាត់មិនបានរៀមអាសនៈគាត់គិតតាមទៅវិទ្យាសាស្ត្រឆត់ជាងហ្មងមែនទេអ្នកវិទ្យាសាស្ត្រគេទាយត្រូវព្យាករណ៍ត្រូវរឿងអាកាសធាតុភ្លៀងថ្ងៃនេះភ្លៀងថ្ងៃនោះមិនភ្លៀងអត់ល្បីណាពីព្រោះអីពីព្រោះវាឆត់ពេកវាត្រូវពេកដល់ខុសខ្លះត្រូវខ្លះតាមស្មានតាមអីវាទៅល្បីជាងហ្នឹងហើយបណ្ឌិតសិទ្ធិសេរីភាពដូចស្មាថាចឹងស្អីក៏ដោយបើថាយល់មិនច្បាស់ទេធ្វើទៅហ្នឹងហើយថ្ងៃណាយល់ច្បាស់មានដំណើរផ្លូវល្អគិតតែឈប់ធ្វើអាហ្នឹងបានចាំលះទៅបើថាយល់មិនច្បាស់ទេលះហ្នឹងគ្មានរឿងលះអីទេនៅស្ដាយដដែលថ្មមានទូនាទីតែបញ្យល់ទេអត់មានទូនាទីបិទណាទេជំរាបម្ដងទៀតគ្មានទូនាទីបើថ្មអ្នកកាន់ច្បាប់អាហ្នឹងថាមកមានត្រឹមតែទូនាទីបញ្យល់ប៉ុណ្ណោះឯងកុំភ័យអីហើយដើម្បីឲ្យដឹងខុសរឿងត្រូវមានរៀនពីសច្ចធម៌ហើយបើគាត់នោះគាត់មិនរៀនអាហ្នឹងរឿងរបស់គាត់យើងនឹងតែមកផ្ដើមពីយើងម្នាក់រៀនឲ្យទៅច្រើនទៅយល់សច្ចធម៌ទៅលែងអី master ជីវិតរបស់យើងបានអាត្មាចង់ឲ្យបាន degree ចង់បាន master មែនទែនគឺ master ផ្លូវជីវិតរបស់យើងបានលែងជឿណាថា master ខ្លួនឯងមកដឹកនាំខ្លួនឯង you can become a master your own master your own leader មុតសីហាប្រដេជគុណកណាមកពីកូរ៉េកណាមានសំណួរមួយកណាឃើញគេផ្សាយទស្សទីរាសីខែឆ្នាំតាមទូរទស្សន៍វិទ្យុរាល់ថ្ងៃតាមការទស្សទីយរាសីមានឡើងមានចុះមានមធ្យមនឹងវាយ៉ាងមានន័យយ៉ាងតើវាមានន័យយ៉ាងប្រហែលយ៉ាងណានឹងហើយបើខុសបែបម៉េចហើយបើត្រូវបែបម៉េចហ្នឹងហើយតាមពិតក្បួនវាមានតាមសម្គាល់តាមអីវាមិនទៅខុសទាស់អីទាំងអស់ទេវាមានត្រូវវាមានអីពួកវាមានតាមចំណាំតាមអីចឹងណាចាស់បង្កើតក្បួនមកវាមិនមែនសិតតែខុសទាំងអស់ទេ
វាអាចមានត្រូវហ្នឹងហើយប៉ុន្តែគ្រាន់ថាទោះបីជាវាត្រូវក៏ដោយសម្រាប់យើងតែយើងត្រូវដឹកនាំជីវិតយើងបែបម៉េចឧទាហរណ៍ដូចកាលព្រះសម្មាសម្ពុទ្ធព្រះអង្គនៅជាកុហកនៅឡើយតាំងពីកូនក្មេងព្រាមទាយឲ្យព្រះអង្គដែរតាទាយឆត់ព្រាម8នាក់ហ្នឹងលើកមករៀម2ថាព្រះអង្គបើនៅបួសនឹងខ្លាយជាស្ដេចចក្រហើយបើនៅសោយរាជនឹងខ្លាយជាស្ដេចចក្របើទៅបួសនឹងបានជាគ្រូដ៏អស្ចារ្យដល់អញ្ញាកននេះលើកតែមួយជើងលេខប្រាប់តែមួយលោកមើលបរិសលក្ខណៈហ្នឹងពួកបរិសលក្ខណៈហ្នឹងវាវិចិត្រដោយកម្មជាងគេអាចចំណាំបានដែរកាយ៉ាវដៃកាយ៉ាវអីហ្នឹងគេអាចចំណាំបានដែរប៉ុន្តែដល់ពេលព្រះអង្គប្រព្រឹត្តព្រះអង្គអត់មានដើរតាមគ្រូថាហ្នឹងទេព្រះអង្គមើលតែហេតុគួរធ្វើនិងហេតុមិនធ្វើគេទាយឲ្យព្រះអង្គហ្នឹងញាតទេអ្នកទៅរហៅទាយហ្នឹងព្រះអង្គខ្លួនឯងព្រះអង្គដែររស់ហើយដល់ពេលទៅបួសសន្សំបារមី6ឆ្នាំហ្នឹងអ្នកដែលលើកដៃត្រូវច្បាស់ណាទីបំផុតអត់ទុកចិត្តខ្លួនឯងរត់ចោលព្រះអង្គវិញឃើញទេព្រោះ6ឆ្នាំព្រះអង្គធ្វើទុក្ករកិរិយារហូតដល់អត់ចង្ហាន់អីចឹងចឹងសង្ឃឹមព្រះអង្គពិតជាបានត្រាស់ព្រះអង្គពិតជាបានត្រាស់ប៉ុន្តែដល់ពេលដេញណែព្រះអង្គវិលមកឆានចង្ហាន់វិញស្រាប់លែងទុកចិត្តហ្មងហ្នឹងអ្នកទាយហើយអ្នកទាយខ្លួនឯងហ្នឹងមកហើយ6ឆ្នាំហើយបដិបត្តិតឹងរឹងសឹងអីមិនបានត្រាស់ផងហើយចុះទម្រាំតាវិលមកឆានចង្ហាន់វិញមិនបានត្រាស់កើតនឹងអញ្ញាកោណ្ឌញ្ញៈដែលលើកមករៀមតែមួយទេតាមក្បួនឈុតច្បាស់ប៉ុន្តែមែនទេដល់មែនទេរត់ចោលព្រះអង្គមិនអាចត្រាស់ដឹងទេរត់ចោលទុកព្រះអង្គចោលនៅកយាសីស័កហ្នឹងទៅកយាពុទ្ធកយាហ្នឹងទៅខ្លួនឯងក៏រត់មកហើយសិបតនមគតិយវ័ននិងបញ្ញវគិនឹងនៅក្នុងហ្នឹងមានអញ្ញាកណ្ដញ្ញៈមួយដែលជាអ្នកទាយឆុតជាងគេអញ្ចឹងក្បួនទាយវាមិនមែនថាមិនត្រូវទេតាមទម្លាប់តាមអីចឹងប៉ុន្តែមែនទេមែនណាសួរមែនណា no guarantee វានៅតែលើយើងធ្វើដដែលហ្នឹងនៅតែលើយើងធ្វើដដែលហ្នឹងហើយហើយធ្វើម៉េចឲ្យខុសធ្វើឲ្យត្រូវផ្លូវត្រូវវាមានតែមួយដាក់ភរៈអញ្ចឹងចោលឬក៏ថាមិនតាន់ដាក់ចោលទាំងស្រុងមករៀនសិនកុំតាន់អាចចោលព្រោះថាយើងគិតថាលះវាមិនបានទេហើយកុំភ័យតែអាត្មាទៅសំដែងបំបត្តិទេអត់មានទេទាល់តែឃើញថានឹងវាអត់ប្រយោជន៍តែមកពួកក្បួនពីបុរាណហ្នឹងមិនមែនថាអត់ទេវាមានប៉ុន្តែគ្រាន់តែអ្នកយកមកផ្សាយតាម Facebook Face អីហ្នឹងវាលើសព្រោះអ្នកធ្វើអញ្ចឹងត្រូវមានតំណមត្រូវមានអីគ្រូពីដើមសិនមានសិលមានអីអ្នកប្រាថ្នាតិចអ្នកអីចឹងទៅមានដែនកំណត់មានព្រំដែនមិនឲ្យចេះតែអួតផ្ដេសផ្ដាសមានដំណំរឿងបកែអីពីដើមវាមានដំណំរបស់វាហើយដល់យើងយកមកផ្សាយអញ្ចឹងវាអស់ដំណំអស់អីហើយវាទៅជារឿងអីផ្សេងទៅជារឿងរស់ស៊ីអីផ្សេងហើយវាមើលដូចគ្រូណាពេរេបារ៉ារ៉ាស្អីចិត្តថាទៅបល័យគាត់ហ្នឹងបល័យដាក់មិនដឹងបល័យអីទេគាត់ហ្នឹងវាមិនអីទេមើលទៅដូចសរសៃប្រសាទបានបើយ៉ាប់អ្នកទៅអង្គុយឲ្យគាត់សូត្រឲ្យហ្នឹងមិនដឹងបានអីយកទៅគិតនឹងអត់គិតសោះហ្មងណាបើគាត់បានមកអង្គុយមើលវីដេអូខ្លួនឯងវិញនឹងគាត់អស់សណ្ដាយខ្លួនឯងដែរអត់ទេបើនៅជួនកាលពេលទៅនោះវាជឿស្លុងតែជឿស្លុងហើយ
Chọc ấy. Hãyធ្វើម៉េច ហើយបើខុសបែបម៉េចហើយបើត្រូវបែបម៉េច ត្រូវបែបម៉េចទេត្រូវក៏បើត្រូវទៅខុសក៏បើខុសទៅមានស្ថិដូចគេព្យាករអាកាសធាតុអញ្ចឹងភ្លៀងក៏ភ្លៀងទៅមិនភ្លៀងក៏ហីទៅយើងល្បីតែអ្នកទោះទេតាមហ្នឹងឲ្យចូលវិទ្យាសាស្ត្រទោះទេរឿងព្យុះរឿងអីមកកោកដល់ឆត់ហ្នឹងមិនល្បីមកវាគាត់មិនបានរៀមអាសនៈគាត់គិតតាមទៅវិទ្យាសាស្ត្រឆត់ជាងហ្មងមែនទេអ្នកវិទ្យាសាស្ត្រគេទាយត្រូវព្យាករត្រូវរឿងអាកាសធាតុភ្លៀងថ្ងៃនេះភ្លៀងថ្ងៃនោះមិនភ្លៀងអត់ល្បីណាពីព្រោះអីពីព្រោះវាឆត់ពេកវាត្រូវពេកដល់ខុសខ្លះត្រូវខ្លះតាមស្មានតាមអីវាទៅល្បីជាងហ្នឹងហើយបណ្ឌិតសិទ្ធិសេរីភាពដូចស្មាថាចឹងស្អីក៏ដោយបើថាយល់មិនច្បាស់ទេធ្វើទៅហ្នឹងហើយថ្ងៃណាយល់ច្បាស់មានដំណើរផ្លូវល្អគិតតែជប់ធ្វើអានោះអានឹងបានចាំលះទៅបើថាយល់មិនច្បាស់ទេលះហ្នឹងគ្មានរឿងលះអីទេនៅស្ដាយដដែលថ្មមានទូនាទីតែបញ្យលទេអត់មានទូនាទីបិទណាទេជំរាបម្ដងទៀតគ្មានទូនាទីបើថ្មអ្នកកាន់ច្បាប់អានឹងថាមកមានត្រឹមតែទូនាទីបញ្យលប៉ុណ្ណោះឯងកុំភ័យអីហើយដើម្បីឲ្យដឹងខុសរឿងត្រូវមានរៀនពីសច្ចធម៌ហើយបើគាត់នោះគាត់មិនរៀនអានឹងរឿងរបស់គាត់យើងនឹងតែហ្មងផ្ដើមពីយើងម្នាក់រៀនឲ្យតែច្រើនទៅយល់សច្ចធម៌ទៅលែងអី master ជីវិតរបស់យើងបានអាត្មាចង់ឲ្យបាន degree ចង់បាន master មែនទេគឺ master ផ្លូវជីវិតរបស់យើងបានលែងជឿណាថា master ខ្លួនឯងមកដឹកនាំខ្លួនឯង you can become a master your own master your own leader វិញធន់កណាកូនមិត្តរបស់ករុណាអាយុ30ហើយមិនហ៊ានយកប្តីទេតែប៉ុន្មានខែនេះកើតរោគខ្លាចទៅពេទ្យមិនមានកើតរោគអីទេទៅឲ្យលោកស្រោចទឹកឲ្យក៏មិនបាត់ទៀតហ្នឹងហើយតើកើតភ័យមិនដឹងយ៉ាងម៉េចនឹកតែរឿងលោកស្រោចទឹកហ្នឹងតែហ្មងនៅភាគច្រើនអ្នកដែលស្ដាប់អាត្មាយល់ភាគច្រើនក៏ចឹងក៏ថាដំបូងឲ្យតែកើតភ័យមិនដែលនឹកថាទៅរកអីខុសពីរឿងប៉ុណ្ណឹងទៅរកស្រោចទឹកទៅរកអីចឹងចឹងបានមួយថ្ងៃនេះអាត្មាដឹងដំណឹងតាមបងម្នាក់មិនបញ្ចេញឈ្មោះគាត់ទេហើយគាត់និយាយមកអាណិតម្ដាយគាត់ហ្នឹងអាណិតគាត់ដែរអាណិតម្ដាយគាត់ដែរគាត់ជឿអារឿងខុសហ្នឹងវាប្រហែលជា30ឆ្នាំហើយថាវាខ្លាំងវាបកកែចេះចុះចង់បញ្ចប់មកឥឡូវអ្នកដែលគាត់ជឿហ្នឹងស្លាប់បាត់ទៅគាត់វាហេលហាលពីមុនគាត់គិតថាវាអស់ចាវាខ្លាំងអីកើតមហារាជទៅមានអស់ចាអីមួយមហារាជឲ្យដល់ពេលអញ្ចឹងគាត់អស់ហេលហាលដឹងទៅណាហើយអាយុគាត់កាន់តែចាស់លុយក៏អស់វ័យក៏ចាស់ព្រោះទីពឹងអីមិនឃើញអញ្ចឹងបានស្មានថាសាហាវណាស់អ្នកប្រើអារឿងអញ្ចឹងដើម្បីយកលុយមនុស្សនេះសាហាវគ្មានចិត្តសង្គ្រោះស្អីទេគ្មានទេពួកលុយវាបានស្រួលម្ដោះចុះម្ដោះឡើងអញ្ចឹងបានស្មានថាតើរំដោះគ្រោះឬបន្ថែមគ្រោះហើយមើលទៅអ្នកដែលខឹងស្មាននិយាយរឿងហ្នឹងក្រៅពីអ្នកជឿរឿងហ្នឹងមានណានិយាយទេអ្នកជឿរឿងហ្នឹងនិយាយខឹងអាត្មាអ្នករស់ស៊ីរឿងហ្នឹងក៏ខឹងអាត្មាដែរគ្មាននរណាម្នាក់ដែលបានស្ដាប់យល់ពីរឿងហ្នឹងមកខឹងអាត្មាទេគ្មានទេអ្នកដែលដកខ្លួនពីរណ្ដៅនឹងរួចហើយគ្មានពីណាមកខឹងទេមានតែអរគុណហើយទៅមើល profile អ្នកថាឲ្យអាត្មាទៅទី1មិនហ៊ានដាក់មុខពិតទេហ្នឹងទី1ទី2បើមានពិតទៅមើលទៅគឺគាត់ពងធ្វើអានោះឯងអាត្មាកណ្ណាប្រកេនជំរាបព័ត៌មានអញ្ចឹងថាអ្នករងគ្រោះច្រើនណាស់
ដែលទីបំផុតសំបីតែជីវិតនឹងក៏គាត់ពិបាករក្សាដែរព្រោះសារវាអស់ហើយអស់ហើយលេងហើយជឿខ្លះជឿ20 30ឆ្នាំអីចឹងបូមលុយទៅរហូតលុយកាក់អីចឹងហើយស្មាថាបងគួរតែនិយាយសាធារណៈទៅឲ្យគេដឹងខ្លះទៅគាត់ថាមិនហ៊ាននិយាយខ្លាចប៉ះពាល់អារម្មណ៍ម្ដាយគាត់ពួកគាត់បាក់ទាំងអស់ឥឡូវនឹងដល់អ្នកប៉ាកែដែលគាត់ជឿនឹងស្លាប់បាត់ទៅគាត់ហេលហាលចឹងនឹងចេញទៅតាមច្រកណាទេអាត្មាឃើញថាប្រជាជនខ្មែរយើងរងគ្រោះព្រោះជំនឿផ្ដេសផ្ដាស់នោះដែលចេះតែខំនិយាយនោះប្រុសបានមួយចឹងដែរអ្នកឲ្យបានរួចពីនឹងមកគាត់វាស្រឡះវាធូរចិត្តវាហើយអំពើនេះខុសពីអំពើដតីយករឿងបារមីនេះបារមីនោះយកមកបោកមនុស្សនោះណាជាអំពើដែលគេមិនងាយប្តឹងដាក់គុកកើតទៅទៀតព្រោះអីគេយកសិទ្ធថាគេជឿអីជឿទៅណាគេថាអញ្ចឹងសេរីភាពក្នុងជំនឿគេជឿអីជឿទៅបើឯងលក់លហុងផ្សាយទៅពាណិជ្ជកម្មលហុងទៅគុំទៅតេះដៀលគេលក់ស្វាយវាទៅជាចឹងទៅឯងអ្នកផ្សាយនេះវាមិនមែនរឿងលហុងរឿងស្វាយមិនប៉ះទេវានិយាយត្រូវតែនិយាយឲ្យវាដឹងនិយាយឲ្យដឹងព្រោះឃើញអ្នកដែលកំពុងតែជឿហ្នឹងគាត់ជាជនរងគ្រោះគាត់មិនមែនអស់តលុយអស់ទាំងក្បាលទៅទៀតមិនបានស្មានថាអស់ទាំងក្បាលវាលែងមានអីគិតវាលែងអីមានអីគិតឲ្យគេខាបយកអស់ហើយអស់លេងនៅសបកខ្លួនទៅទេអាខួរក្បាលគិតលែងយល់ហើយគិតលែងកើតហើយមុំតែដឹងខ្លួនម៉ែខ្លះ20ឆ្នាំខ្លះ30ឆ្នាំអស់អាលេងឲ្យលួតហ្នឹងហើយដឹងហ្នឹងក៏គាត់មិនដឹងថាទៅរកផ្លូវត្រូវឯណាទីវាជាប់អស់គំនិតគាត់ហ្នឹងវាទៅតែរឿងបារមីបាអីហ្នឹងអស់អាលេងហើយទ្រាំអស់ហើយវាអត់មានទុនអីមកគិតបកក្រោយអីវិញកើតតែមួម៉ៅកើតតែខឹងកើតតែស្អីចឹងទៅអញ្ចឹងហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គប្រៀបធៀបថាភិក្ខុណាដែលទ្រុសតកូលភិក្ខុណាដែលដឹកនាំមិនដោយចិត្តបរិសុទ្ធមិនបញ្យល់ឲ្យគេយល់សច្ចធម៌នាំឲ្យគេជឿផ្ដេសផ្ដាស់ហ្នឹងព្រះអង្គហៅថាមហាចៅសាហាវជាងចៅប្លន់ទីក្រុងអាមិនបានអញ្ចឹងមើលទៅ3 ភាគ 1ផ្ដើមនិយាយពីមហាចៅ5អាមិនបានអញ្ចឹងព្រះអង្គថាណែអាចោចូលទៅប្លន់ទីក្រុងហ្នឹងយ៉ាងច្រើនវាយកទ្រព្យសម្បត្តិអស់ប៉ុណ្ណឹងទេតែវានៅខ្លួនវានៅរស់តែបើចោសាហាវជាងហ្នឹងទៀតវាកាត់ដៃវាកាប់ជើងតែបើចោសាហាវមែនទែនយ៉ាងច្រើនវាសម្លាប់យើងប៉ុណ្ណឹងគ្មានអីទេតែអំពើរបស់ចោនោះមិននាំឲ្យយើងបាត់កុសលធម៌ទេមិននាំឲ្យយើងមានមិច្ឆាទិដ្ឋិទេមិននាំឲ្យមនុស្សម្នាហ្នឹងទៅកាន់នរកទេក៏ប៉ុន្តែហេតុអីបានភិក្ខុដឹកនាំគេខុសនោះវាសាហាវជាងចោប្លន់ទីក្រុងវាមិនអស់ទេអាទ្រព្យសម្បត្តិខាងក្រៅវាមិនអស់ទេស្អីខាងក្រៅក៏ប៉ុន្តែបាត់នៅទ្រព្យដ៏ប្រសើររបស់គេគឺសទ្ធាបាត់ទ្រព្យដ៏ប្រសើររបស់គេគឺសម្មាទិដ្ឋិមិនឲ្យក្រជាតិនឹងមែនតែឲ្យគេក្រក្នុងសង្សារវដ្តក្ររងថ្ងៃងើបមកវិញមិនឃើញទេអាជឿខុសហ្នឹងអញ្ចឹងបាននៅក្នុងទោសទាំងឡាយយើងគិតថាអនន្តរិយកម្មធ្ងន់ណាអនន្តរិយកម្មធ្ងន់ណាទោសមកចន្លោះផែនដីបើធ្លាក់ព្រះអង្គថានឹងស្ទើរទេបើតួនិយតមិច្ឆាទិដ្ឋិធ្ងន់ជាអនន្តរិយកម្មទៀតអាវែងនោះអាតួវងវែងមិនដឹងហេតុមិនដឹងផលមិនដឹងណាហេតុនាំឲ្យកើតទុក្ខមែនទែនមិនដឹងណាហេតុនាំឲ្យកើតសុខមែនទែនរហូតដល់អត់យល់កម្មផលច្បាស់លាស់នោះវែងនៅក្នុងហ្នឹងប្រកាន់ទិដ្ឋិមាននេះខ្លាំងហៅថានិយតមិច្ឆាទិដ្ឋិមានអកិរិយណតកទិដ្ឋិហ្នឹងអាទិដ្ឋិហ្នឹងព្រះអង្គថាធ្ងន់ជាងអនន្តរិយកម្មទៅទៀតធ្ងន់ណាស់ក្នុងងាយចឹងហើយបានងាប់ទៅអ្នកហ្នឹងគណៈអវជ័យនរកគ្មានសំណាងកើតផងមិនដល់សំណាងមនុស្សគណៈអវជ័យនរកគ្មានសំណាងកើតផងអាមិច្ឆាទិដ្ឋិហ្នឹងកើតនរកក្រៅចក្រវាលហ
នេះវិញធនមិនឃើញជាសួរយ៉ាងម៉េចទេគ្រាន់តែរាយការណ៍ឲ្យអាត្មាដឹងប៉ុន្តែអាត្មាថាដឹងធ្វើម៉េចទេបើយើងវាអញ្ចឹងពាក្យខ្មែរយើងថាតម្រៃក៏ខ្វាក់តម្រាក់វាឈួតទៅទាំងអស់តែគ្នាហើយធ្វើម៉េចអាត្មាប្រុសបានតែនិយាយបានតែអ្នកណាស្ដាប់អញ្ចឹងទៅស្ដាប់មិនបានចាំពុទ្ធសម័យក្រោយទៅអាត្មាមិនមែនពុទ្ធផងស្រីលីនករណីថ្វាយបង្គំចាស់គ្រូកណារៀនអភិធម្មតាមរយៈចាស់គ្រូបាន4ខែជាងហើយឥឡូវលោកពុកកណាគាត់ចាប់អារម្មណ៍ចង់រៀនដែរតែគាត់ថាមិនតន់សម្រេចចិត្តច្បាស់រាល់ថ្ងៃគាត់រវល់ណាស់ដោយករណីជាកូនពិការក្នុងបន្ទុកគ្រួសារប្អូនក៏រៀនមិនតន់ចប់ការងាររាល់ថ្ងៃមានតែពុកនិងម៉ែអ្នកជំហរគ្រប់យ៉ាងពេលកណាឬពុកពោលថាគាត់ហត់ហើយស្មុគស្មាញខ្លាំងម្ដងហើយគាត់ថាគាត់ក៏ចង់ព្រមចង់លមមដែរតែដោយសារបន្ទុកត្រូវរ៉ាប់រងមិនតន់អាចឲ្យគាត់លមមបានទេកណាឃើញគាត់ស្មុគស្មាញបែបនេះកណាពិតជាចង់ឲ្យគាត់បានរៀនបរមត្ថធម៌ដែលជាមេរៀនជីវិតនេះណាតែកណាមិនហ៊ានបង្ខំគាត់ទេម្យ៉ាងការលំបាករបស់គាត់កណាជួយរំលែកមិនបានសូមចាស់គ្រូជួយផ្ដល់ឱវាទផងទៀតទាល់តែឲ្យគាត់យល់ថាការយល់ដឹងពីមេរៀនជីវិតនេះមិនមែនជាបន្ទុកទេតែជាការសម្រាលបន្ទុកទៅវិញពួកខាត់ថាចាប់អារម្មណ៍ហ្នឹងប៉ុន្តែរវល់ណាស់គឺមិនអាចរៀនបានហាក់ដូចជាថាបើយើងរៀនពីរឿងហ្នឹងយើងទៅជាបន្ថែមបន្ទុកថ្មីមួយទៀតបន្ទាតពិតការយល់ដឹងពីមេរៀនជីវិតមិនមែនបន្ថែមបន្ទុកឡើយគឺជាការបន្ថយបន្ទុកផ្លូវចិត្តទៅវិញគាត់ហត់នោះហត់ហើយកម្លាំងកាយហើយក៏មិនមែនថាអ្នកដែលរៀនជាមួយអាត្មានឹងឈប់រវល់ទេអត់មានទេអ្នកនៅនេះរវល់ណារវល់អ្នកនៅនេះរៀនធ្វើការមួយថ្ងៃប៉ុន្តែហេតុអីបានគាត់រៀនដោយគាត់យល់ឃើញថាបន្ទាប់ពីរៀនហើយវាបន្ធូរបន្ទុកផ្លូវចិត្តរបស់គាត់ហ្នឹងហើយមានតែយើងមិនតន់យល់ប៉ុណ្ណោះទេដែលយើងយល់ថាបើកាលណាយល់ពីសច្ចធម៌យល់ពីដំណើរជីវិតនេះបន្ថែមបន្ទុកមែនទេកាលណាកាន់តែយល់បន្ទុកផ្លូវចិត្តកាន់តែស្រាលការងារនៅដដែលមិនមែនថាអូរៀនយល់ហើយគាត់ឈប់ទៅធ្វើការចិញ្ចឹមកូននៅតែដដែលនៅតែធ្វើប៉ុន្តែបើយើងមានកម្លាំងចិត្តមិនសូវស្មុគស្មាញវាអាចជួយដល់កម្លាំងកាយរបស់យើងព្រោះដេកលក់ស្រួលសុខភាពល្អមិនសូវគិតច្រើនព្រមទទួលភាពលំបាកទាំងអស់នោះដល់ពេលវេលាងើបទៅធ្វើហើយឃើញថាជាកាតព្វកិច្ចដែលត្រូវតែធ្វើជាភារកិច្ចដែលត្រូវតែធ្វើណាវាមិនឃើញជាបន្ទុកកាលណាយើងមិនយល់ពីដំណើរជីវិតនេះទេហត់ផ្លូវកាយហើយយើងនៅហត់ផ្លូវចិត្តទៀតអញ្ចឹងនៅហត់ផ្លូវចិត្តទៀតនោះទៅជាបន្ទុកហត់ផ្លូវកាយមិនអាចជៀសវាងបានទេតែហត់ផ្លូវចិត្តអាចជៀសវាងបានដោយសារមានសតិសម្បជញ្ញៈដឹងអំពីដំណើរជីវិតនេះអាត្មាក៏មិនដឹងថាជួយអ្នកសួរយ៉ាងម៉េចដែរបើមើលទៅឃើញថាឪពុកមិនតន់យល់ថាពេលរៀននោះមិនមែនជាការបន្ថែមបន្ទុកឡើយព្រោះរឿងរៀននេះមិនមែនយកទៅប្រឡងទេណាបើរៀនតែត្រូវធ្វើអាសាញមិនត្រូវតែធ្វើឲ្យជាប់ចេះអានឹងបន្ទុកមែនទេព្រោះត្រូវតែចាំប៉ុណ្ណេះអត់ទេអានេះរៀនឲ្យយល់ដែរឲ្យយល់ក្នុងជីវិតហ្នឹងដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងជីវិតហ្នឹងតាតែអាត្មាបរិញ្ញាអត់មានប្រឡងទេអត់មានទេចាប់បានប៉ុណ្ណាយល់ប៉ុណ្ណាយកប៉ុណ្ណឹងហ្នឹងហើយអត់មានដាក់កំណត់ថាត្រូវទៅប្រឡងបើមិនចឹងទេអាហ្នឹងបន្ទុកមែនហើយយើងធ្វើការព្រឹកល្ងាចអស់កម្លាំងណាទៅស្រាវជ្រាវធ្វើអាសាញមិនមិនត្រូវធ្វើលំហាត់ត្រូវធ្វើអីអត់ផងហ្នឹងលំហាត់ធ្វើក្នុងក្បាលខ្លួនឯងហ្នឹងគណៈលឺគណៈឃើញគណៈធុំក្លិនដឹងរសដឹងផតថាពៈសតិដឹងតន់ថាត្រឹមតែការឃើញការលឺជាដើមហើយក៏រលត់ទៅ
សេចក្តីប្រកាន់មាំនៅក្នុងរបស់ទាំងអស់នោះក៏មិនកើតឡើងដូច្នេះការរួចរំដោះចាកសេចក្តីប្រកាន់ដរាបណាភាពស្រឡះចិត្តក៏មានដរាបនោះដូច្នេះវាមិនមែនជាបន្ទុកទេឃើញទេដឹងចឹងដូច្នេះដោយតែយើងអត់តន់រៀនយើងអត់តន់យកមកពិសោធន៍បានដូចគោផ្អើលទឹកចឹងណាគោក្តៅហើយប៉ុន្តែឃើញទឹកយើងឲ្យចុះវាអត់ចុះវាផ្អើលទឹកដោយគិតថាទឹកហ្នឹងគឺជាតំបន់គ្រោះថ្នាក់មួយប៉ុន្តែដល់វាបានចុះបានផឹកទៅអូវាឡើងឡើងហើយវាធ្វើឲ្យត្រជាក់វិញតាធัวហ្នឹងធ្វើឲ្យត្រជាក់វិញតាមកធ្លាប់ចិញ្ចឹមគោមកដឹងគោខ្លះឲ្យចុះទឹកវាអត់ហ៊ានដល់ពេលចុះបានតែម្ដងយើងលាងយើងអីទៅត្រជាក់ទៅថ្ងៃក្រោយទៅដល់កំពង់ទឹកដើរចុះខ្លួនឯងវាមិនឃើញជារឿងគួរឲ្យខ្លាចវាមិនឃើញជារឿងគួរឲ្យបន្ទុកនោះទេហ្នឹងហើយអញ្ចឹងការសិក្សានៅមាគ៌ារបស់ពុទ្ធនេះក៏បីជ្រាបថាមិនមែនបន្ថែមបន្ទុកឡើយគឺរៀនដើម្បីបន្ថយបន្ទុកផ្លូវចិត្តចេះទៅវិញទេកាន់តែលំបាកកាន់តែនឿយហត់គឺកាន់តែត្រូវបន្ថយបន្ទុកផ្លូវចិត្តព្រោះបើតានតឹងផ្លូវចិត្តទៀតយើងនឹងដាប់បុលបន្ទុកយើងនឹងធ្ងន់ទាំងពីរធ្ងន់ចិត្តផងធ្ងន់កាយផងឃើញទេហ្នឹងហើយអញ្ចឹងបានប្រហែលខែមុនមានបងដែលគាត់ម្ចាស់ក្រុមហ៊ុនប្រហែលទៅមនីរដ្ឋទៅសារភាពប្រាប់ហើយគាត់មួយមើលសិស្សប្រធានក្រុមហ៊ុនយើងគិតមើលការងារតិចណាស់ការងារច្រើនប៉ុន្តែនៅពេលដែលគាត់ស្ដាប់នៅពេលដែលគាត់យកមកពិសោធន៍ក្នុងជីវិតរបស់គាត់គាត់ថាធូរស្រាលជាងមុនក្នុងការគិតគាត់លើកជាឧទាហរណ៍អានឹងអាលើគាត់និយាយទេណាហ្នឹងគាត់លើកជាឧទាហរណ៍ថាកាលពីមុនបញ្ហាឥឡូវពីមុនវាមិនលើសគ្នាប៉ុន្មានទេបញ្ហានៅបញ្ហាអញ្ចឹងប៉ុន្តែអ្វីដែលជាភាពខុសគ្នាពីមុនឧទាហរណ៍ថាគាត់ដោះស្រាយរឿងមួយហើយអញ្ចឹងទៅវាចូលរឿងមួយទៀតប៉ុន្តែចិត្តគាត់បោកទៅអូយរឿងមួយមិនតន់ចប់ឥឡូវរឿងមួយទៀតហ្នឹងនិយាយឃើញធ្ងន់ទេគាត់បោកជាមួយនឹងរឿងដែលគាត់ដោះហើយហ្នឹងប៉ុន្តែដល់ពេលគាត់រៀនគាត់ដឹងពីវិធីចិត្តដែលវាការរលត់នោះស្អីដែលវាទៅហើយវាទៅបាត់ហើយណារឿងនឹងដោះហើយ no matter how much it was មិនសំខាន់ទៅវាច្រើនប៉ុណ្ណាវាធ្ងន់ប៉ុណ្ណាដោះហើយដល់ពេលរឿងថ្មីមកទៀតគាត់ដោះតែថ្មីគាត់អត់បោកមកអាចារ្យឃើញគាត់ឡើងសូវធ្ងន់ទេអញ្ចឹងគាត់បានដាក់ all effort ជាមួយនឹងរឿងបច្ចុប្បន្នក៏អត់ជាប់មួយអតីតកាលទៀតទេអារឿងអតីតកាលដែលបោះដោះហើយហ្នឹង let it be គឺឲ្យវាទៅគាត់អត់បោកទៀតទេគាត់អត់មួម៉ៅទេប៉ុន្តែកាលដែលគាត់មិនតន់យល់នៅមេគារបស់ពុទ្ធនោះគាត់ចេះតែបោកដល់បោកទៅឃើញខ្លួនឯងនឹងវា stress ខ្លាំងណាស់អូយរឿងមួយហើយរឿងមួយទៀតរឿងមួយហើយរឿងមួយទៀតតាមពិតអារឿងហើយហ្នឹងប៉ុន្តែគាត់បោកឲ្យមកធ្ងន់ឥឡូវនេះទៀតឃើញទេរឿងនោះធ្ងន់មែនរឿងនោះវាពិបាកមែនប៉ុន្តែយើងបោកដល់បោកទៅវាធ្ងន់ដល់ឥឡូវនេះមួម៉ៅឥឡូវទៀតមុននឹងដោះស្រាយរឿងថ្មីមួម៉ៅមកស្ទុះសិនប៉ុន្តែសួរថាកាលពីមុនយល់ធម៌ហើយនឹងក្រោយពីយល់ការងារនៅតិចនៅច្រើនជាងនេះតើអត់ទេការងារជួនកាលជីវកម្មកាន់តែបរិយាទៀតកាន់តែរវល់ទៀតក៏មានប៉ុន្តែគាត់ដឹងថាវិធីដោះស្រាយយ៉ាងម៉េចឃើញទេពុទ្ធមិនបរៀនឲ្យយើងបានលុយបានកាក់ផ្ទាល់ទេប៉ុន្តែរៀបចំសម្រួលផ្លូវចិត្តឲ្យ clear ឲ្យ clean ឲ្យ strong ក្នុងការដោះស្រាយបញ្ហាចឹងទេឈ្មោះ Mrs. Nai មួយរយៈនេះគណាឃើញមនុស្សកាន់តែកាចខ្លាំងតែងសន្សំរឿងឆ្លោះគ្នាវាកាប់សម្លាប់គ្នាទៅវិញជាស្រេចវាកាប់សម្លាប់គ្នាមិនញញើតតើករណាគួររំលឹកធัวអ្វីពេលខឹងដើម្បីកុំឲ្យចិត្តបែកធ្លាយចេញក្រៅតាមកាយវិចារព្រោះករណាក៏ខ្លាចខ្លួនឯងប្រព្រឹត្តខុសពេលខឹងដូចពួកគាត់ដែរមែនតែនទៅកុសលធម៌ហើយនឹងអកុសលធម៌ហ្នឹងវាអត់មានសម័យកាលទេណា
កុសលធម៌នឹងប្រព្រឹត្តយ៉ាងណាសម័យបុត្រកាលហើយសម័យនេះកាលណាវាកើតមកនៅតែមានរសជាតិដដែលវ័យកັບចាក់គ្នាវាមានគ្រប់តែសម័យកាលនឹងសម័យពុទ្ធកាលយើងមើលចោលជួនកាលលើកគ្នា500នាក់អីនោះទៅសម្លាប់ទៅឆក់ទៅប្លន់ដូចជារឿងអង្គុលីមៀលអីហ្នឹងក៏សាហាវណាស់សម្លាប់សរុបមកគឺតោសៈមូលចិត្តហ្នឹងតែ2ដួងហ្នឹងឯងមួយជាអសង្ខារមានកម្លាំងគិតដោយខ្លួនឯងហើយមួយទៀតសង្ខារដោយការមានការបបួលហើយនៅក្នុងសម័យណាក៏មានមនុស្សល្អដែរសម័យយើងហ្នឹងវាមិនអាក្រក់ទាំងអស់អីក៏គង់មានមនុស្សល្អប៉ុន្តែល្អដែលមិនបានបៀតបៀនមិនបានឆ្លោះប្រកែកមិនបានបង្ករឿងដល់សង្គមអីហ្នឹងយើងមិនសូវចាប់អារម្មណ៍ព្រោះដូចតែមុខយើងហ្នឹងកន្លែងណាល្អស្រាប់យើងមិនសូវចាប់អារម្មណ៍ទេបើថាអាចរុយទៅនេះតាមម្ដុំអញ្ចឹងទៅគឺថាឃើញច្បាស់គ្រួសារដែលគេរស់នៅសុខសាន្តដោយមិនបានបង្កចលាចលដល់សង្គមហ្នឹងក៏សម្បូរដែរប៉ុន្តែគាត់ថាក្នុង100គ្រួសារអញ្ចឹងទៅវាមាន70គ្រួសារហើយដែលគេមិនបង្កបញ្ហាបង្កតែ4 10 20គ្រួសារក្នុងមួយភូមិហ្នឹងវាធ្វើឲ្យយើងឃើញថាអូវាច្បោកច្បល់ខ្លាំងណាស់ហ្នឹងហើយដូចជានៅក្នុងខមមិនអីចឹងណាខមមិនដ៏ច្រើនហ្នឹងគឺជ្រះថ្លាអបអរសាទរអនុមោទនាសាធុអីចឹងទៅចេញមកហើយតែមានណាមួយទាស់ចិត្តអីមកជេរបចោយើងវាកត់ជាធ្វើឲ្យចាប់អារម្មណ៍ជាងមនុស្សដែលនិយាយសាធុឬក៏អបអរសាទរពីព្រោះអីវាខ្ទាស់នឹងបំណងរបស់យើងហើយម្យ៉ាងទៀតគ្រប់យ៉ាងវាកើតឡើងព្រោះហេតុវាមិនសម័យណាទេព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់សរុបត្មងសម័យណាក៏ដោយព្រះអង្គថាចេះបើសម័យណាសត្វលោកនឹងច្រើនដោយទោសៈណាអានឹងសម័យណាមិនកំណត់ថាសម័យហ្នឹងឬក៏សម័យមុនឬក៏សម័យក្រោយទៀតអីអត់ទេព្រះអង្គថាគ្រាន់តែថាសម័យណាពេលណាដែលសត្វលោកច្រើនគ្នានឹងសម្បូរដោយទោសៈសម័យនោះវាកើតគ្រោះដោយការកាប់សម្លាប់ដោយសត្វថន្តរាយក្នុងពាក្យធម៌ហ្នឹងមានពាក្យថាសត្វថន្តរាយអន្តរាយព្រោះអាវុធណាកាប់សម្លាប់ច្បាំងគ្នាអញ្ចឹងទៅណានឹងបើពីអីមកពីវាអត់មានធម៌មេត្តាវាបាត់ធម៌មេត្តាទៅវាសម្បូរតែហិង្សាវាសម្បូរតែអឃាតព្យាបាទនឹងហើយសម័យណាដែលសត្វលោកសម្បូរដោយលោភៈលោភលន់ជាប់ជាពាក់ខ្លាំងនឹងវិនិច្ឆ័យសត្វលោកនឹងវិនិច្ឆ័យដោយរោគរាតត្បាតច្រឡំដោយភាពអំណត់អត់ឃ្លានព្រោះអីបានជាមនុស្សលោភលន់វាសំណាស់តែសបោសបាយវាលោភចង់បាននោះថាទេសម័យណាមនុស្សកើតលមោបលោភលន់ខ្លាំងទូរភឹកកើតមានអំណត់អត់ឃ្លានកើតមានភាសាអីវាលោភបាយកទៅរៀងខ្លួនទៅវាធ្វើឲ្យប្រយោជន៍នឹងចែកវាមិនស្មើគ្នាអញ្ចឹងវាកើតអ្នកអត់ឃ្លានច្រើនវាកេងប្រវាញ់គ្នាទៅធ្វើឲ្យបែងចែកវណ្ណៈក្រមាននឹងខ្លាំងមកក្រនឹងក្រអត់អីស៊ីអញ្ចឹងទៅអ្នកមានបូមយកអស់ទៅហើយនឹងអញ្ចឹងតែយើងចេះច្រឡំថាលមោបនាំឲ្យមានថាអត់ទេអាលមោបនឹងនាំឲ្យលហាម
កាលណាមិនចេះចែករំលែកកាលណាមិនចេះចែកគ្នារស់ហ្នឹងស្រុកហ្នឹងទៅជាស្រុកលហាម៉េចអញ្ចឹងបានស្រុកគេដែលរីកចម្រើនហ្នឹងគេយកពន្ធច្រើនពីអ្នកមានដើម្បីទៅជួយអ្នកក្រព្រោះជួនកាលឲ្យមនុស្សហ្នឹងចេះបែងចែកខ្លួនឯងហ្មងអត់ធ្វើទេតើមានបន្ទាត់ច្បាប់គេធ្វើឲ្យពន្ធហ្នឹងពន្ធលើទ្រព្យសម្បត្តិចំណូលអីហ្នឹងប្រហែលភាគរយអញ្ចឹងទៅតែរកប្រហែលបានច្រើនពន្ធច្រើនហ្នឹងណាពន្ធច្រើនអាហ្នឹងជាការចែករំលែកដូចនៅអូស្ត្រាលីនេះអញ្ចឹងគឺក្មេងៗរៀនសូត្រអីហ្នឹងហើយចាស់អីហ្នឹងបានលុយបន្ថែមហើយលុយហ្នឹងលុយយកមកពីណាថាយកមកពីពីអ្នកមានហ្នឹងអ្នកមានលុយមានកាក់មាន business មានចំនួនមានអីហ្នឹងដល់ចឹងទៅលុយទាំងអស់ហ្នឹងវាវិលចែកគ្នាអញ្ចឹងហើយសម័យណាដែលសត្វលោកហ្នឹងសម្បូរដោយមោហៈអង្វែងអត់ដឹងអត់ចេះអត់ដឹងនិយាយរួមទៅមិនដឹងច្បាស់ហេតុផលណាហើយក្នុងការរស់នៅនឹងរស់នៅតាមរបៀបដូចសត្វអញ្ចឹងវាកើតអន្តរាយដោយសាររោគខ្វះចំណេះក្នុងការថែរក្សាសុខភាពអីចឹងទៅវាកើតរោគហើយញោមនារី6អ្នកប្រាំងបរាប់តាំងពីសង្គមគ្រួសារដូចគ្នាបើប្តីប្រពន្ធគិតតែពីលោភរៀងខ្លួនរោគសុខមិនឃើញទេហ្នឹងបាច់និយាយដល់សង្គមជាតិនិយាយតែក្នុងក្រុមគ្រួសារហ្នឹងបាទ